ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការសម្រាយរឿងភាគដ៏ល្បីល្បាញមួយដែលមានចំណងជើងថា Normal People ដែលបានចាក់ផ្សាយនៅក្នុងឆ្នាំ2020រឿងភាគមួយនេះគឺបានដកស្រង់ចេញពីសៀវភៅរបស់អ្នកស្រី Solly Rooney ដែលបានចេញលក់នៅក្នុងឆ្នាំ2018ផងដែរដែលវាគឺជាប្រភេទរឿងស្នេហានិង drama ផងដែររឿងមួយនេះគឺនិយាយអំពីទំនាក់ទំនងស្នេហារបស់តួឯកស្រីនិងតួឯកប្រុសរបស់យើងហើយក៏និយាយអំពីស្នេហាដ៏ស្មុគស្មាញរបស់អ្នកទាំងពីរផងដែរតាំងពីនៅវិទ្យាល័យរហូតដល់សាកលវិទ្យាល័យចង់ដឹងថាសាច់រឿងមួយនេះគឺល្អមើលប៉ុណ្ណាយើងទៅតាមដានសាច់រឿងទាំងអស់គ្នានៃភាគទី1នេះរឿងចាប់ផ្ដើមឡើងមកនៅក្នុងទីក្រុងតូចមួយនៅប្រទេសអ៊ីឡង់យើងក៏បានឃើញតួឯកប្រុសរបស់យើងមានឈ្មោះថា Connell ជាមនុស្សប្រុសដែលមានមិត្តភក្តិច្រើនដោយសារតែគេនឹងលេងកីឡាខ្លាំងហើយមាន fan ច្រើនផងដែរមិត្តភក្តិរបស់គេនឹងមានទាំងប្រុសមានទាំងស្រីប៉ុន្តែគាត់គឺជាបរិសុទ្ធដែលខ្មាស់អៀនច្រើនមែនទែនហើយក៏ចូលចិត្តលាក់អារម្មណ៍ផងដែរបន្ទាប់មកយើងក៏ងាកមកកាន់តួឯកស្រីរបស់យើងវិញមានឈ្មោះថា Marianne នៅក្នុងសាលាអត់មានអ្នកគេនិយាយរកនាងនោះទេដោយសារតែនាងមើលទៅរៀងចម្លែកនិងជាមនុស្ស introvert ផងដែរនាងមកពីគ្រួសារមានស្ថានភាពធូរធារប៉ុន្តែជីវិតនៅសាលារបស់នាងអត់សូវមានអ្នកគេនិយាយរកនាងនោះទេនៅក្នុងថ្នាក់ឯហ្នឹងគឺឆ្លោះគ្នាតែមួយគ្រូបរិញ្ញាបត្រនោះទេថ្ងៃមួយនៅពេលដែលចេញពីរៀនយើងក៏បានឃើញ Connell បានធ្វើដំណើរទៅកាន់ផ្ទះ Marianne ដោយសារតែម្ដាយរបស់ Connell នឹងធ្វើការជាអ្នកបោសសម្អាតនៅក្នុងផ្ទះដ៏ធំមួយរបស់ Marianne នឹងឯងដូច្នេះហើយទើបយើងដឹងថា Connell និង Marianne គឺធ្លាប់ស្គាល់គ្នាប៉ុន្តែពួកគេនៅក្នុងសាលារៀនមិនដែលនិយាយរកគ្នានោះទេដោយសារតែមិត្តភក្តិរបស់ Connell អត់ចូលចិត្ត Marianne អញ្ចឹងនៅក្នុងសាលា Connell ក៏អត់និយាយមួយ Marianne ដែរដោយសារកុំឲ្យពូម៉ាក់របស់គេអត់ចូលចិត្តគេដែរប៉ុន្តែនៅក្នុងផ្ទះ Marianne នេះពួកគេនិយាយគ្នាធម្មតាផងដែរចំណែក Marianne នាងមានបងប្រុសម្នាក់និងម្ដាយរបស់នាងម្នាក់ផងដែរដែលគ្រួសាររបស់នាងហ្នឹងគឺមិនមានភាពកក់ក្ដៅនោះទេនៅថ្ងៃបន្ទាប់យើងក៏បានឃើញ Connell ជាមួយនឹង Marianne កំពុងតែនិយាយគ្នានៅក្នុងសាលារៀនបន្ទាប់ពីចេញពីសិក្សា Connell គឺរៀបចំទៅវឹកហាត់កីឡារបស់គាត់ដោយសារតែត្រូវប្រកួតនៅថ្ងៃស្អែកអ្នកទាំងពីរក៏បាននិយាយគ្នាបន្តិចបន្តួចរួច Marianne ក៏បានសារភាពថាកាលពិតទៅខ្ញុំគិតថា Connell ឯងនឹងស្អប់ខ្ញុំអីតាប៉ុន្តែ Connell ឯងគឺជាមនុស្សតែម្នាក់គត់ដែលនិយាយរកខ្ញុំនៅក្នុងសាលារៀនណា Connell ក៏បានតបវិញថាខ្ញុំមានដែរស្អប់ Marianne ឯងតាំងពីពេលណាគ្រាន់តែខ្ញុំអៀនពេកដោយសារតែ Connell ឲ្យតែនិយាយជាមួយនឹងមនុស្សស្រីមុខគេគឺក្រហមតែម្ដងតែក៏ប៉ុន្តែ Connell ក៏គេខ្លាចពូម៉ាក់គេដែរដោយសារតែពូម៉ាក់របស់គេនឹងអត់មានអ្នកគេចូលចិត្ត Marianne នោះទេអញ្ចឹងគេក៏អត់ចង់និយាយរក Marianne ដែរនៅក្នុងសាលារៀនប៉ុន្តែនៅក្នុងផ្ទះនិយាយរកគ្នាធម្មតា Marianne ក៏តបវិញថាល្អអញ្ចឹងហើយក៏បានសារភាពទៀតថាខ្ញុំចូលចិត្ត Connell ឯងនិយាយបែបនេះហើយ Connell ក៏រៀងសប្បាយចិត្តរួចក៏បានលា Marianne ទៅវឹកហាត់កីឡាសម្រាប់ការប្រកួតនៅថ្ងៃស្អែកនៅថ្ងៃបន្ទាប់ដល់ថ្ងៃប្រកួតរបស់ Connell ហើយយើងក៏បានឃើញ Connell ប្រកួត Marianne ក៏នៅទីនោះចាំគ្រប់គ្រងផងដែរនៅទីបំផុតក្រុមរបស់ Connell ក៏បានទទួលជ័យជំនះហើយក៏ជាកីឡាករ Man of the Match ផងដែរដែលធ្វើឲ្យ Marianne គឺសប្បាយចិត្តខ្លាំងមែនទែនរួចបន្ទាប់ពីប្រកួតចប់ពួកគេក៏បានឡើងឡានក្រុងជាមួយនឹងគ្នានៅលើឡានក្រុង Connell ក៏បានអង្គុយជាមួយនឹង Marianne ទាំងមិននិយាយជាមួយនឹងគ្នាទាល់តែសោះនិយាយទៅនៅក្នុងសាលារៀនធ្វើអត់ស្គាល់គ្នាតែម្ដងបន្ទាប់មកល្ងាចឡើងយើងក៏បានឃើញ Connell ធ្វើដំណើរទៅកាន់ផ្ទះ Marianne ដើម្បីយកម្ដាយរបស់គាត់ទៀតហើយទៅដល់ម្ដាយរបស់គាត់ក៏បាននិយាយថាថ្ងៃហ្នឹងមកលឿនមកកូនចាំតិចណាម៉ាក់ទៅប្រហើយការងារផ្លាសិនអញ្ចឹងហើយ Connell ក៏បានដើរទៅកាន់បន្ទប់របស់ Marianne ហើយក៏បានលើកយកសៀវភៅរបស់ Marianne យកមកអានឯណា Marianne ក៏បានបង្ហាញខ្លួនមកយ៉ាងស្រស់ស្អាតតែម្ដងហើយក៏បាននិយាយថាសៀវភៅហ្នឹងបើចង់ខ្ចីយកទៅអានបាន Connell បានតបវិញថាអរេសៀវភៅហ្នឹងខ្ញុំអានរួចទេហើយ Marianne ក៏ឆ្លៀតសរសើរទៅកាន់ Connell ថាថ្ងៃហ្នឹងលេងបាល់ល្អមែនតើនិយាយគ្នាលេងតិចតួច Connell ក៏បានសួរទៅកាន់ Marianne ថានិយាយចឹង Marianne ឯងនិយាយប្រាប់ខ្ញុំម្សិលមិញថាចូលចិត្តខ្ញុំហ្នឹងចូលចិត្តបែបមិត្តភក្តិឬក៏ចូលចិត្តក្នុងន័យផ្សេងMarianne ក៏បានប្រាប់ថាគឺលើសពីមិត្តដែលអ្នកទាំងពីរកំពុងតែគិតថាពួកគេគឺមានចិត្តលើគ្នាទៅវិញទៅមកហើយបន្ទាប់ពីនិយាយគ្នាបានមួយសន្ទុះ Connell ក៏បានថើបទៅកាន់ Marianne ដែលជាតួឯកស្រីរបស់យើងបន្ទាប់ពីថើបហើយ Marianne នាងក៏បានសើចរួចមក Connell ក៏បានសួរថាមិនបានសើចចឹងលើកទី1មែន Marianne ក៏បាននិយាយទាំងសើចញញឹមថានឹងហើយអត់មានអ្នកគេធ្លាប់ថើបខ្ញុំពីមុនមកផងគឺមានតែ Connell ឯហ្នឹងនិយាយរួចម្ដាយរបស់ Connell ក៏បានហៅ Connell ឲ្យទៅផ្ទះអីចឹងណាហើយ Connell ក៏បានឆ្លៀតប្រាប់ Marianne ថារឿងហ្នឹងកុំប្រាប់អ្នកគេនៅក្នុងសាលារៀនណាហើយ Marianne ក៏តបវិញថានៅក្នុងសាលារៀនអត់មានអ្នកគេនិយាយឲ្យខ្ញុំផងហ្នឹងឲ្យទៅប្រាប់អ្នកគេកើតរួច Connell ក៏បានលានាងទៅផ្ទះវិញទៅជាមួយម្ដាយរបស់គាត់
នៅពេលយប់ឡើង Connor ក៏បានទៅផប់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលលេងកីឡាឈ្នះតាំងពីថ្ងៃណាចំណែក Marian វិញកំពុងតែគេងញញឹមតែម្នាក់ឯងដែលគិតពីស្នេហាដំបូងរបស់នាងណាលុះដល់ព្រឹកឡើងនៅក្នុងសាលារៀនយើងក៏បានឃើញ Connor ជាមួយនឹង Marian ក៏ធ្វើដូចជាមិនស្គាល់គ្នាទៀតផងដែរវាជារឿងធម្មតាទេរវាងអ្នកទាំងពីរនៅផ្ទះជាស្នេហានៅសាលាជាអ្នកផ្សេងអញ្ចឹងទៅកុំឲ្យមិត្តភ័ក្តិរបស់គេនឹងដឹងក្រោយពីចេញពីរៀន Connor ក៏បានត្រឡប់ទៅកាន់ផ្ទះ Marian ក៏បានបើកទ្វារមករួចក៏បាននិយាយថាថ្ងៃហ្នឹងមកយកម៉ាក់ Connor អីមែនម៉ាក់ Connor អីធ្វើការក្នុងថ្ងៃហ្នឹង Connor ក៏បានតបវិញថាខ្ញុំដឹងដែរតែមកលេងហ្នឹងណា Marian ក៏តបវិញថាមកថើបខ្ញុំម្ដងទៀតមែន Connor ញញឹមរួចក៏បានថើប Marian ទៅហើយក៏បានណាត់ Marian ថាថ្ងៃសៅរ៍មកផ្ទះខ្ញុំមកម៉ាក់ខ្ញុំអត់នៅនោះទេហើយពួកគេទាំងពីរក៏និយាយគ្នាលេងបន្តិចបន្តួចហើយសាច់រឿងភាគទី1នេះគឺបានចប់នៅត្រឹមនេះត្រង់ពេលដែល Connor ត្រឡប់ទៅផ្ទះរបស់គេវិញហើយយើងចាំទៅមើលថាភាគ2បន្តនឹងទៅជាយ៉ាងណារវាងសាច់រឿងអ្នកទាំងពីរអ្នកនេះចាំជួបគ្នានៅភាគ2អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះបាយបាយសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ខ្ញុំនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការសម្រាប់ភាគ2នៃរឿង Normal People ហើយបើអ្នកទាំងអស់គ្នាអត់បានមើលវគ្គ1ទេអាចទៅរកមើលបាននៅក្នុង Channel របស់ខ្ញុំភាគទី2នេះគឺនិយាយអំពីស្នេហាដ៏ស៊ីជម្រៅពួកគេតោះកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងនៃភាគទី2នេះទាំងអស់គ្នាវគ្គនេះចាប់ផ្ដើមឡើងមកជាមួយនឹង Marian កំពុងតែតុបតែងខ្លួនដើម្បីទៅជួប Connor បន្តិចទៀតនេះដែលពួកគេបានណាត់គ្នាកាលពីវគ្គ1ណា Marian ក៏បានទៅដល់ផ្ទះ Connor ដែលម្ដាយរបស់ Connor នឹងអត់នៅផ្ទះនោះទេពួកគេបាននិយាយគ្នាលេងនៅក្នុងបន្ទប់របស់ Connor ផងដែរនិយាយគ្នាលេងបានមួយសន្ទុះអ្នកទាំងពីរក៏បានថើបគ្នារួចក៏បានគេងជាមួយគ្នាអស់មួយយប់ផងដែរដល់ថ្ងៃចូលរៀនវិញហើយនៅក្នុងសាលារៀនយើងក៏បានឃើញ Connor ជាមួយមិត្តភ័ក្តិរបស់គេ2នាក់ទៀតគឺ Rob ជាមួយនឹង Eric ដែលអ្នកទាំង3គឺជាមិត្តភ័ក្តិជិតស្និទ្ធនឹងគ្នាណាដែលពូម៉ាក់ទាំងពីររបស់គាត់ហ្នឹងគឺអត់ចូលចិត្ត Marian នោះទេហើយដូចសពរដងអញ្ចឹងនៅក្នុងសាលារៀន Marian និង Connor គឺអត់ដែរនិយាយហៅគ្នាទេធ្វើដូចជាមនុស្សមិនស្គាល់គ្នាអញ្ចឹងបើនិយាយអំពីតំណែងស្នេហារបស់ Marian និង Connor វិញគឺពួកគេតែងតែដើរលេងជាមួយនឹងគ្នាដែលនៅឆ្ងាយពីភូមិរបស់ពួកគេដើម្បីកុំឲ្យមិត្តភ័ក្តិរបស់គេដឹងថាពួកគេទាំងពីរនាក់ហ្នឹងលួចតាក់ទងគ្នាអញ្ចឹងណាជានិច្ចកាលពួកគេគឺតែងតែនៅជាមួយនឹងគ្នាហើយក៏បានគេងជាមួយនឹងគ្នាផងដែរមិនថានៅផ្ទះរបស់ Marian ឬក៏ផ្ទះរបស់ Connor នោះទេហើយពួកគេក៏បានឆ្លៀតនិយាយអំពីការចុះឈ្មោះទៅរៀននៅមហាវិទ្យាល័យផងដែរនៅថ្ងៃបន្ទាប់យើងក៏បានឃើញ Connor ជាមួយនឹងមិត្តភ័ក្តិរបស់គាត់នឹងបានជិះឡានទៅទិញញ៉ាំនៅពេលដែល Eric បានចេញទៅក្រៅដើម្បីទិញញ៉ាំនឹង Rob ជាមួយនឹង Connor កំពុងតែនៅក្នុងឡាននៅពេលនោះ Rob បានសួរ Connor ថានិយាយចឹងម្ដាយរបស់ឯងធ្វើការនៅផ្ទះ Marian មែនហើយ Connor បានតបវិញថាមិនដឹង Rob ក៏តបទៅវិញទៀតថាបងប្រុស Marian នឹងប្រាប់ដល់ពេលចឹងទៅដែលគិតថាខ្លួនឯងនឹងជាអ្នកបម្រើរបស់ Marian ដែរអត់ហើយគេក៏បានសើចប៉ុន្តែ Connor មើលទៅដូចគ្មានគួរអស់សំណើចអីនោះទេនិយាយគ្នាបានបន្តិចគ្នារបស់គេនឹងក៏បានចូលឡានមកវិញណាហើយពួកគេក៏បាននិយាយគ្នាតទៀតដែរនៅឈុតបន្ទាប់យើងក៏បានឃើញ Connor ជាមួយនឹង Marian ក៏បានគេងជាមួយគ្នាទៀតហើយ Marian ក៏បានសួរ Connor ថា Connor ឯងនឹងមានដែរចាប់អារម្មណ៍ Rachel អត់ដែលជាស្រីស្អាតប៉ុន្តែ Connor តបវិញថាគាត់អត់ដែរចាប់អារម្មណ៍នឹងទេចាត់ទុកគេគឺជាមិត្តភក្តិតែប៉ុណ្ណោះConnor ក៏បានសុំទោសទៅកាន់ Marian ដែលថានៅសាលាហ្នឹងគេធ្វើដូចជាមិនស្គាល់នាងអីចឹងណាហើយ Marian ក៏នាងមិនប្រកាន់អីដែរដោយសារតែនាងដឹងដែរចឹងណាកុំឲ្យពិបាកដល់ Connor អីចឹងទៅហើយនាងក៏បានណែនាំឲ្យ Connor ហ្នឹងទៅរៀននៅសាកលវិទ្យាល័យជាមួយគេទៅដោយសារតែពេលយើងទៅរៀននៅសាកលវិទ្យាល័យយើងអត់ត្រូវបិទបាំងស្នេហារបស់យើងទៀតទេហើយ Connor ក៏នឹងគិតថាទៅរៀនផ្នែកភាសាអង់គ្លេសផងដែរហើយអ្នកទាំងពីរក៏បានសប្បាយចិត្តដោយសារតែនឹងមានគម្រោងទៅរៀននៅមហាវិទ្យាល័យដូចគ្នាណាលុះដល់យប់ឡើងយើងក៏បានឃើញ Marian នឹងបានទៅផ្ទះរបស់នាងវិញហើយនៅក្នុងផ្ទះហ្នឹងមាន Alan ដែលជាបងប្រុសរបស់គេនិងម្ដាយរបស់គេផងដែរ Alan តែងតែប្រើពាក្យសម្ដីមិនសមរម្យទៅកាន់ប្អូនស្រីរបស់គេដែលជា Marian ហ្នឹងហើយម្ដាយរបស់នាងហ្នឹងគឺកាន់ជើងតែបងប្រុសនោះទេហើយ Alan ហ្នឹងក៏បានចេញទៅក្រៅដើម្បីផឹកស៊ីជាមួយមិត្តភ័ក្តិរបស់គេបាត់ទៅកន្លែងផឹកស៊ីហ្នឹងយើងក៏បានឃើញ Connor ទៅនឹងដែរជាមួយនឹងពូម៉ាក់របស់គាត់ពី3នាក់ហ្នឹងទាំងស្រីទាំងប្រុសហើយក៏មានការផ្ញើសារពី Marian ដែរប៉ុន្តែគាត់អត់បាន reply នោះទេលុះដល់ព្រឹកឡើងនៅក្នុងសាលារៀនយើងក៏បានឃើញមិត្តភ័ក្តិរបស់ Connor Eric Rob ជាមួយនឹងអ្នកដទៃហ្នឹងបាននិយាយគ្នាអំពីការរើសដៃគូក្នុងការចូលរួមកម្មវិធី Prom Night បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យណាដែល Eric គឺគាត់អត់ទាន់មានដៃគូទេស្របពេលហ្នឹងដែរ Marian ក៏បានដើរចូលមកហើយ Eric ក៏បានសុំ Marian នឹងធ្វើជាដៃគូ Marian នឹងគឺបដិសេធមិនព្រមទៅជាមួយនឹង Eric នោះទេដោយក្នុងចិត្តនាងគឺថានឹងទៅជាមួយនឹង Connor ប៉ុន្តែ Connor ក៏គាត់អត់ទាន់ច្បាស់ថានឹងប្រពន្ធ Marian ដែរដោយសារតែខ្លាចពូម៉ាក់របស់គាត់ដឹង
នៅពេលដែលបានបដិសេធអេរិកហើយអេរិកក៏បាននិយាយអាក្រក់ពីម៉ារៀនតែម្ដងនិងបានបូលីនាងទៀតផងដែរ Connor ដែលកំពុងតែអង្គុយនៅទីនោះក៏មិនអាចខាត់អេរិកបានដែរសុខចិត្តឲ្យអេរិកនឹងបូលីសង្សាររបស់ខ្លួនដែលជាម៉ារៀននឹងម៉ារៀននាងអន់ចិត្តមែនតើនៅពេលឃើញទង្វើ Connor បែបនេះកន្លែងហ្នឹងទៅចិត្តមែនតើ Connor អត់សមធ្វើអញ្ចឹងសោះប៉ុន្តែធ្វើម៉េចគាត់ច្រឹកចឹងហើយគឺគាត់ខ្លាចពូម៉ាក់គាត់ដឹងអំពីការតាក់ទងគ្នាជាមួយម៉ារៀនណាលុះដល់ល្ងាចឡើងយើងក៏បានឃើញ Connor បានធ្វើដំណើរទៅកាន់ផ្ទះម៉ារៀនទៀតហើយដើម្បីសួរសុខទុក្ខនាងហើយក៏បាននាំនាងទៅក្រោយសាលារៀនផងដែរដែលជាផ្ទះបោះបង់ចោលមួយហើយអ្នកទាំងពីរក៏បានឈរនិយាយគ្នាដោយអត់ឈរចិត្តគ្នានោះទេម៉ារៀនក៏បានសួរទៅកាន់ Connor ថាមានអារម្មណ៍ម៉េចបើសិនជានាងនឹងចាក់ចេញពី Connor អញ្ចឹងណាហើយ Connor គាត់ក៏បានតបវិញថាគាត់នឹងពិបាកចិត្តហើយនឹងនឹកតែម៉ារៀននោះទេហើយម៉ារៀនក៏បានសួរទៅកាន់ Connor ទៀតថាតើគិតថានាងនឹងអាក្រក់ដូចជាពូម៉ាក់របស់ Connor ឯងនឹងនិយាយអត់ Connor ក៏បានតបថាអត់ទេអាហ្នឹងគឺគ្រាន់តែអេរិកនិយាយតែប៉ុណ្ណោះសម្រាប់គាត់វិញគឺនាងស្អាតគ្រប់ពេលអញ្ចឹងណាដល់និយាយពាក្យលងលោមនេះហើយម៉ារៀននាងក៏បានអន់ចិត្តជាមួយនឹង Connor វិញហើយក៏បានដើរទៅថើប Connor រួចក៏បានឲ្យ Connor នឹងជួលនាងទៅផ្ទះវិញហើយសាច់រឿងភាគ2នេះគឺចំតែត្រឹមនេះឯងហើយយើងចាំតែមើលថាភាគ3ហ្នឹងនឹងទៅជាយ៉ាងណាជួបគ្នានៅវីដេអូក្រោយបាយបាយសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការសម្រាយរឿងភាគទី3នៃរឿង Normal People តោះកុំឲ្យខាត់ពេលវេលាយូរយើងទៅតាមដានសាច់រឿងទាំងអស់គ្នារឿងភាគមួយនេះចាប់ផ្ដើមឡើងមកជាមួយនឹង Marian កំពុងតែតុបតែងខ្លួនស្លៀកពាក់ដើម្បីទៅកម្មវិធីរួមជាមួយនឹងពូម៉ាក់នៅក្នុងសាលារបស់នាងនៅក្នុងផ្ទះ Alan ពិតជានិយាយលក់លើទៅកាន់ប្អូនស្រីរបស់គាត់មែនទែនដោយសារតែតែងខ្លួនបែបហ្នឹងហើយអត់មានបរិះណាមកយកនាងទៀតទោះបីតែ Alan ក៏បានគិតថា Marian គឺជាមនុស្សចម្លែកដែរនៅក្នុងសាលារៀនហើយក៏បានប្រាប់ទៀតថានៅក្នុងកម្មវិធីនឹងធ្វើមិនធ្វើទៅកុំឲ្យគាត់បាក់មុខឲ្យសោះ Alan នឹងក៏បានទៅចូលរួមកម្មវិធីនឹងដែរនៅក្នុងក្លឹបហ្នឹងយើងក៏បានឃើញ Connor ជាមួយនឹងពូម៉ាក់របស់គេនៅទីនោះផងដែររួចមកក៏មានបារម្ភម្នាក់មានឈ្មោះថា Pet បានព្យាយាមរួមជាមួយនឹង Marian ហើយក៏បានបន្លំយកដៃទៅប៉ះខ្លួនរបស់នាងផងដែរឃើញបែបនេះ Marian ក៏បានរត់ចេញទៅក្រៅដោយសង្ងំយំតែម្នាក់ឯងអ្នកទាំងអស់គ្នាក៏បានដេញតាមនៅទីនោះគឺមាននារីម្នាក់មានឈ្មោះថា Karen ដែលបានមកសួរសុខទុក្ខនាង Connor ក៏សម្រេចចិត្តថានឹងជួលនាងទៅផ្ទះផងដែរនៅលើឡាននោះ Connor ក៏បានបបួល Marian នឹងទៅផ្ទះរបស់គាត់តែម្ដងទៅ Marian ក៏បានយល់ព្រមហើយក៏សួរថាចុះម្ដាយរបស់ Connor ឯង Connor តបវិញថាម្ដាយគាត់ហ្នឹងគឺអត់ថាយទេលុះដល់អ្នកទាំងពីរបានចូលទៅក្នុងបន្ទប់គេងរបស់ Connor Marian បានសួរ Connor ថាធ្លាប់ជាសង្សាររបស់ Rachel មែនហើយធ្លាប់គេងមួយនាងអត់ Connor ក៏បាននិយាយចំថាធ្លាប់គេងជាមួយនាងម្ដង Connor ឯងហ្នឹងធ្លាប់វាយមនុស្សស្រីអត់ Connor លឺអញ្ចឹងក៏បានសួរវិញថាហេតុអីបានសួរអញ្ចឹងឪពុកនាងហ្នឹងធ្លាប់វាយម្ដាយរបស់នាងកុំភ័យអីខ្ញុំហ្នឹងគឺមិនធ្វើបាប Marian ឯងទេហើយក៏បានសារភាពថាបងស្រឡាញ់អូនផងដែរនាងក៏បានបន្តយំដោយសេចក្តីរំភើបផងដែរបន្ទាប់ពីគេងជាមួយគ្នាអស់មួយយប់ Marian ភ្ញាក់ឡើងដោយភាពស្លន់ស្លាប់ដោយសារនាងនឹងត្រូវជិះតាក់ស៊ីទៅផ្ទះវិញដើម្បីកុំឲ្យម្ដាយរបស់នាងនឹងដឹងពេលចេញពីផ្ទះហ្នឹងយើងក៏បានឃើញ Lauren ក៏បានមកដល់ផ្ទះល្មមហើយក៏បានដឹងថា Connor នឹងបាននាំ Marian មកគេងជាមួយហើយ Connor ក៏បានប្រាប់ម្ដាយរបស់គេថាកុំឲ្យណាគេដឹងពីទំនាក់ទំនងស្នេហារបស់គាត់ជាមួយនឹង Marian អី Lauren ក៏រៀងឆ្ងល់ដែរហេតុអីបានជាកូនគាត់នឹងធ្វើអញ្ចឹងចាំបាច់លាក់បាំងធ្វើអីអញ្ចឹងណានៅថ្ងៃបន្ទាប់នៅក្នុងសាលារៀនយើងក៏បានឃើញពូម៉ាក់របស់ Connor បានសួរទៅកាន់ Connor អំពីរឿង Connor ជាមួយ Marian ណាថាមានរឿងអ្វីកើតឡើងរវាងពួកគេ Connor នៅស្ងៀមអត់បានមកអីទេរួចក៏បានដើរចេញយ៉ាងលឿនដោយភាពភ័យស្លន់ស្លោដោយគិតថាអ្នកទាំងអស់គ្នានឹងដឹងពីអ្វីដែលកំពុងកើតឡើងមានន័យថាដឹងអំពីទំនាក់ទំនងស្នេហារបស់គាត់ជាមួយនឹង Marian ណាគាត់បានទៅអង្គុយនៅក្នុងបន្ទប់ទឹកដោយគិតអំពីទំនាក់ទំនងរបស់ពួកគេរួចនៅពេលដែលគាត់ចេញពីបន្ទប់ទឹកវិញហ្នឹងគាត់ក៏បានទៅជួបជាមួយនឹង Rachel ហើយក៏បានស្នើសុំ Rachel នឹងធ្វើជាដៃគូរបស់គាត់នៅក្នុងថ្ងៃ Prom Night ក្រោយពីបញ្ចប់ការសិក្សានៅវិទ្យាល័យណាហើយក៏បានប្រាប់ Rachel ថារវាងគេជាមួយនឹង Marian ហ្នឹងគឺអត់មានទំនាក់ទំនងអីគ្នានោះទេរួច Rachel ក៏យល់ព្រមហើយពួកគេក៏បានអង្គុយនិយាយគ្នាជាមួយនឹងពូម៉ាក់ទាំងអស់គ្នានឹងទៅនៅរសៀលនោះ Connor ក៏បានលេចឡើងនៅមាត់ទ្វារ Marian ហើយ Marian នាងរំភើបចិត្តមែនតើនៅពេលដែលបានឃើញ Connor មកលេងនាង Connor មកនេះដើម្បីប្រាប់នាងថា Connor គឺមានដៃគូដើម្បីទៅកម្មវិធី Prom Night នឹងហើយដែលជា Rachel ដែលធ្វើឲ្យ Marian គឺ sad មែនតើហើយ Connor ក៏បាននិយាយថាទំនាក់ទំនងរបស់គាត់ជាមួយនឹង Marian ឯងហ្នឹងគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះលើបែបនេះ Marian គឺមិនដឹងនិយាយតបទៅមិនទៀតទេរួចនៅពេលកំពុងបើក
កឡានដឹកម្ដាយរបស់គាត់ទៅផ្ទះវិញខណៈក៏បានប្រាប់ថា Rachel និងគាត់នឹងទៅកម្មវិធីព្រមឡាយជាដៃគូជាមួយនឹងគ្នាលើបែបនេះ Lauren ក៏បានឲ្យ Canal នឹងឈប់ឡានទៅអញ្ចឹង Marian ទៅមួយណាគេ Canal ក៏បានតបវិញថាអត់ដឹងទេផាយជានាងមិនទៅនោះទេលើបែបនេះ Lauren គឺខឹងជាមួយនឹង Canal ខ្លាំងមែនទែនហើយក៏បាននិយាយថាហេតុអីបានជាឯងនៅលាក់បាំងអំពីតំណែងរវាង Marian ទៀតចាំបាច់លាក់បាំងធ្វើអី Canal ឯងគេជាមួយនាងសឹងតែរាល់ថ្ងៃហើយដល់ពេលទៅកម្មវិធីព្រមឡាយបែរជាបបួល Rachel ទៅវិញហើយនាងគឺខឹងជាមួយកូនប្រុសនាងខ្លាំងមែនទែនហើយក៏បាននិយាយថាពិតជាអាម៉ាស់មែនដែលមានកូនប្រុសបែបហ្នឹងហើយនាងក៏បានចុះពីលើឡានដោយមិនចង់ជិះជាមួយកូនរបស់គាត់នោះទេរួចមកចាប់ពីថ្ងៃនោះមកយើងក៏មិនដែលបានឃើញ Marian ទៅសាលារៀននោះទេដោយមិនចង់ជួបមុខ Canal ហើយ Canal ក៏តែងតែផ្ញើសារទៅកាន់ Marian ប៉ុន្តែនាងអត់ reply នោះទេ Marian គឺនាងរៀននៅផ្ទះរហូតដល់ចាំថ្ងៃប្រឡងតែម្ដងនៅពេលដែលចុះទៅក្រោមក៏បានជួបជាមួយនឹងម្ដាយ Canal ដែលកំពុងតែជូតសម្អាតណាម្ដាយរបស់ Canal ដែលជា Lauren ហ្នឹងក៏បាននិយាយថាកូនប្រុសរបស់ខ្ញុំបាននិយាយថា Marian ឯងហ្នឹងឈប់ reply ឆាតគេហើយត្រឹមត្រូវហើយធ្វើចឹងកូនរបស់គាត់ហ្នឹងគឺអត់សមជាមួយ Marian ទេនិយាយបែបនេះ Marian ក៏បានយំរួចអ្នកទាំងពីរក៏បានឈរអប់គ្នាផងដែរបើយើងងាកមកកាន់ Canal វិញគឺគេកំពុងតែមានវិបដិសារីហើយដែលធ្វើបែបនេះនៅក្នុងផ្ទះ Lauren ក៏បាននិយាយជាមួយកូនប្រុសរបស់គាត់ថា Marian នឹងពិបាកចិត្តខ្លាំងមែនតើហើយ Canal ក៏គេបានដឹងកំហុសដែររួចសាច់រឿងក៏បានកាត់មកដល់ថ្ងៃប្រឡងយើងក៏បានឃើញ Marian ត្រឡប់មកសាលារៀនវិញហើយសម្រាប់ការប្រឡងរបស់នាងរហូតដល់ថ្ងៃព្រមណៃក៏បានមកដល់ Canal ក៏បានរៀបចំខ្លួនដើម្បីទៅកម្មវិធីហើយម្ដាយរបស់គាត់ក៏បានលើកទឹកចិត្តគាត់ឲ្យធ្វើខ្លួនឲ្យសប្បាយៗទៅប៉ុន្តែ Canal បានសារភាពថាគឺគេអត់ចង់ទៅនោះទេត្រូវហើយពេលខ្លះមនុស្សយើងត្រូវធ្វើអ្វីដែលយើងអត់ចង់ធ្វើដូចជា Canal ចឹងអត់ចង់ទៅមួយ Rachel ទេប៉ុន្តែគឺត្រូវទៅដោយសារតែយើងបានណាត់គ្នាហើយ Canal ក៏បានទៅដល់ផ្ទះ Rachel ហើយ Rachel ក៏បានប្រាប់ឪពុករបស់នាងថា Canal នឹងទៅនៅសាកលវិទ្យាល័យ Trinity ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅប្រទេសអ៊ីឡង់ដើម្បីសិក្សាភាសាអង់គ្លេសហើយឪពុករបស់នាងនឹងក៏បានសួរថា Canal ចង់ធ្វើជាគ្រូបរិញ្ញាបត្រមែនហើយ Canal គ្រាន់តែញ៉ាំនោះទេតែប៉ុន្តែ Canal គឺគាត់ចង់ខ្លាចជាអ្នកនិពន្ធបន្ទាប់មក Canal ក៏បានជូនផ្កាមួយបាច់ទៅកាន់ Rachel ដើម្បីជាការស្វាគមន៍ហើយអ្នកទាំងពីរក៏បានធ្វើដំណើរទៅកម្មវិធីព្រមណៃនោះឯង Eric Rob និង Canal កំពុងតែអង្គុយជាមួយនឹងគ្នាដែលយើងឃើញទឹកមុខ Canal ហ្នឹងគឺគាត់អត់សូវសប្បាយចិត្តនោះទេក៏បានចេញទៅក្រៅដើម្បីជួបបារីម្ដង Eric ក៏បានដើរចូលមកហើយក៏បាននិយាយថាមានរឿងអីកាត់ឡើងចំពោះឯងនិង Marian ហើយ Eric ក៏បាននិយាយថាតែប៉ុន្តែគេដឹងអស់ហើយ Canal ឯងហ្នឹងតាក់ទងជាមួយនឹង Marian យូរហើយកន្លែងនេះចង់មានន័យថាតែប៉ុន្តែពូម៉ាក់គេហ្នឹងដឹងថា Canal ជាមួយនឹង Marian ហ្នឹងតាក់ទងគ្នាហើយចំណែក Canal ហ្នឹងបែរជាទៅខ្លាចមិត្តភ័ក្តិរបស់គេហ្នឹងដឹងអំពីតំណែងស្នេហារបស់អ្នកទាំងពីរវិញដោយលើបែបនេះ Canal ពិតជាស្ដាយក្រោយមែនតើដែលបានធ្វើទង្វើបែបនេះទៅកាន់ Marian ដែលជាទង្វើមិនចង់បង្ហាញពីស្នេហារបស់ Marian ជាមួយនឹងគេណាហើយគាត់ក៏បានដើរចេញទៅក្រៅដោយព្យាយាមឆាតទៅកាន់ Marian ប៉ុន្តែ Marian វិញគឺមិនបានតបនោះទេដោយគាត់ទៅពីយំរហូតតែម្ដងនៅលើគ្រែរបស់នាងនោះហើយ Canal គាត់ក៏បានយំនឹងបានផ្ញើសារជាសម្លេងទៅកាន់ Marian ទុកផងដែរថាគេពិតជានឹក Marian ណាស់ហើយនឹងស្រឡាញ់ Marian ផងដែរគេនិយាយដោយយំតែម្ដងហើយនេះគឺជាវិបដិសារីខ្លាំងបំផុតចំពោះ Canal ដែលបានធ្វើបែបនេះចំពោះ Marian ហើយសាច់រឿងភាគទី3នេះគឺចំនៅត្រឹមនេះឯងដោយអ្នកទាំងពីរហ្នឹងគឺបានបែកបាក់គ្នាហើយសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការសម្រាយរឿង Normal People ភាគទី4តោះកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងភាគទី4នេះទាំងអស់គ្នាភាគទី4នេះចាប់ផ្ដើមឡើងបន្ទាប់ពីប្រហែលខែក្រោយកាលពីវគ្គ3យើងក៏បានឃើញ Canal កំពុងតែនៅទីក្រុង Dublin ហើយ Canal បានមកជួបបន្ទប់នៅក្នុងផ្ទះមួយដែលមានបរិសុទ្ធម្នាក់មានឈ្មោះថា Nell ដែលជាមិត្តរួមបន្ទប់របស់គាត់ណាហើយមានអ្នកផ្សេងទៀតនៅក្នុងបន្ទប់ផ្សេងៗអញ្ចឹងទៅ Canal នៅក្នុងសាកលវិទ្យាល័យនេះគឺមិនទាន់មានមិត្តភក្តិនោះទេគេបានធ្វើដំណើរទៅណាទៅណីតែម្នាក់ឯងនោះទេនៅក្នុងថ្នាក់រៀននៅបណ្ណាល័យគឺម្នាក់ឯងសិក្សាតែម្ដងសូម្បីតែពេលមកដល់ផ្ទះជួលរបស់គាត់វិញហ្នឹងក៏បានធ្វើម្ហូបអាហារញ៉ាំតែម្នាក់ឯងផងដែរលុះដល់នៅថ្ងៃចុងសប្ដាហ៍គេក៏បានត្រឡប់ទៅកាន់ផ្ទះរបស់គេវិញប៉ុន្តែពេលទៅដល់មិនបានឃើញម្ដាយរបស់គាត់នោះទេគេក៏បានគេងហើយនឹងអានសៀវភៅផងដែរក្រោយមកយើងក៏បានឃើញម្ដាយរបស់ Canal ត្រឡប់មកវិញហើយ Canal បានសួរម្ដាយរបស់គាត់ថាទៅមកពីណាម៉ាក់នាងក៏បាននិយាយថាទៅមកពីជួបមិត្តភក្តិ Lauren ក៏បានហៅ Canal ដែលជាកូនឲ្យមកអោបគាត់ដោយសារគាត់នឹកខ្លាំងណាស់បើនិយាយអំពី Canal វិញគឺគាត់បានធ្វើការណាម៉ាតមួយលុះដល់យប់ឡើងគាត់ក៏បានទៅជួបជាមួយនឹងមិត្តភក្តិរបស់គាត់ដែលជា Rob នឹងនិយាយគ្នាអំពីជីវិតអីចឹងណាដែល Rob ហ្នឹងគឺគេអត់បានរៀនតឯងគេធ្វើការហើយពួកគេពិតជាសប្បាយចិត្តមែនតើនៅពេលដែលបានជួបគ្នាម្ដងទៀតនៅឈុតបន្ទាប់យើងក៏បានឃើញ Canal ចេញពីរៀនគេក៏បានមកដល់ផ្ទះហើយបានអង្គុយនៅក្នុងបន្ទប់តែម្នាក់ឯង Nell ដែលជាមិត្តរួមបន្ទប់ក៏បានហៅគាត់នឹងទៅផឹកស្រានៅក្រោម
ជុំគ្នាចឹងណា Colonel ក៏បានយល់ព្រមហើយអ្នកទាំងអស់គ្នាក៏បានចំណាយពេលវេលាដ៏សប្បាយរីករាយមួយយប់នឹងផងដែរហើយយើងក៏ត្រឡប់មកមើល Colonel នៅក្នុងសាកលវិទ្យាល័យវិញទៀតហើយគឺគេក៏បានស្គាល់ជាមួយនឹងបរិមម្នាក់ដែលមានឈ្មោះថា Garrett ហើយក៏បាននាំគ្នាទៅផឹកកាហ្វេផងដែរ Garrett គឺមានកម្មវិធីតូចមួយនៅផ្ទះរបស់គាត់នៅយប់ស្អែកហើយក៏បានអញ្ជើញ Colonel ទៅជាមួយផងដែរ Colonel បានយល់ព្រមថានឹងទៅលុះដល់ថ្ងៃស្អែកនៅពេលដែលបានចេញពីរៀន Colonel ក៏បានទៅចូលរួមកម្មវិធីនៅក្នុងផ្ទះ Garrett បានសួរទៅកាន់ Colonel ថាមកពីដល់ពលានមែនអត់ទេខ្ញុំមកពី Sligo តាលើយ៉ាង Garrett ក៏បានភ្ញាក់ផ្អើលមែនតើដោយសារតែមាត់ស្រីរបស់នាងនឹងក៏មកពី Sligo ដែរហើយក៏បាននាំ Colonel ទៅជួបនាងដែលនោះគឺជា Marian ដែល Marian គឺនាងមានមិត្តភក្តិច្រើនមែនតើនៅសាកលវិទ្យាល័យនេះហើយមានមិត្តប្រុសថ្មីដែលជា Garrett ផងដែរហើយយើងមើលទៅគឺមានភាពខុសគ្នាខ្លាំងមែនតើរវាង Colonel ជាមួយនឹង Marian កាលនៅវិទ្យាល័យ Colonel មានមិត្តភក្តិច្រើនដល់ពេលនៅសាកលអត់មានមិត្តភក្តិនោះទេចំណែក Marian នៅវិទ្យាល័យអត់មានមិត្តភក្តិតែពេលដល់សាកលវិទ្យាល័យគឺនាងបានប្រែខ្លួនខ្លាំងមែនតើដែលយើងមើលមុខទៅកាន់ Colonel ទៅគាត់ក៏នៅតែមានអារម្មណ៍ថាបានធ្វើខុសទៅលើ Marian ផងដែរអ្នកទាំងពីរក៏បាននិយាយជាមួយគ្នា Marian នាងបាននិយាយថានាងពិតជានឹក Colonel ខ្លាំងណាស់ហើយ Colonel ក៏នឹកដូចគ្នា Colonel ព្រមទាំងសរសើរថានាងពិតជាស្អាតខ្លាំងមែនតើឥឡូវហ្នឹង Marian នាងក៏បានតបវិញថាដូចខានលើពីនឹងយូរហើយដល់ពេលលើចឹង Colonel ក៏បានតបចុះ Garrett អត់ដែរសារថា Marian ឯងនឹងស្អាតហើយ Marian នាងក៏បានសើចលុះសាច់រឿងក៏បានកាត់មកដល់ពេលស្អែកឡើងយើងក៏បានឃើញថានារីម្នាក់ដែលមានឈ្មោះថា Teresa នឹងបានមកសុំលេខទូរស័ព្ទរបស់ Colonel ពី Marian ព្រោះដោយសារតែឃើញ Marian និយាយគ្នាជាមួយ Colonel កាលពីយប់មិញណាហើយនៅឈុតបន្ទាប់យើងក៏បានឃើញតំណែងរវាង Marian ជាមួយនឹងពូម៉ាក់របស់គេនៅសាកលវិទ្យាល័យផងដែរលុះដល់យប់បន្តិចនោះ Marian នាងក៏បានកេងមិនលក់រួចនាងក៏បានឆាតទៅកាន់ Colonelហើយ Colonel ក៏បានចូលមើលហើយសាច់រឿងភាគទី4នេះគឺចំនៅត្រឹមនេះឯងដែលវាសបញ្ជាក់បានថា Marian នឹងគឺនៅតែនឹកនៅតែស្រឡាញ់ Colonel នឹងឯងហើយវគ្គនេះក៏ផ្ដោតទៅលើ Colonel ច្រើនជាង Marian ដែរហើយយើងចាំតែមើលថាភាគ5នោះនឹងទៅជាយ៉ាងណាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះដល់ចប់ជួបគ្នានៅវីដេអូក្រោយសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការសម្រាយរឿង Normal People ភាគទី5ហើយបើអ្នកទាំងអស់គ្នាអត់បានមើលការពីភាគ1ដល់ភាគ4ទេអាចទៅរកមើលបាននៅក្នុង Channel របស់ខ្ញុំភាគទី5នេះគឺនិយាយអំពីការវិវត្តដ៏សំខាន់នៃទំនាក់ទំនងរបស់ពួកគេក៏ដូចជាការបង្ហាញអារម្មណ៍ដែលនៅសេសសល់ចំពោះគ្នាទៅវិញទៅមកផងដែរតោះកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងនៃភាគទី5នេះទាំងអស់គ្នាភាគមួយនេះចាប់ផ្ដើមឡើងមកជាមួយនឹង Colonel និង Marian ដែលបាន call ជាមួយនឹងគ្នាអស់ពេលមួយយប់កាលពីភាគ4 Marian នាងបានសារភាពថានាងពិតជានឹក Colonel ខ្លាំងណាស់ហើយពួកគេក៏បានព្រមព្រៀងគ្នាដើម្បីធ្វើជាមិត្តភក្តិនឹងគ្នាព្រឹកបន្ទាប់យើងក៏បានឃើញ Colonel បានទៅលេងផ្ទះ Marian ដែលនៅទីនោះមានមិត្តភក្តិ Marian ជាច្រើនអ្នករួមទាំងមិត្តប្រុសរបស់នាងឈ្មោះថា Garrett ផងដែរ Colonel មានអារម្មណ៍ថាខ្លួនឯងនឹងដូចអត់ចូលចំណាំគេអ្ហ្មិចទេជាពិសេសគឺ Jamie ដែលមានចរិតអឺអញ្ចឹងណាហើយថែមទាំងមាក់ងាទៅកាន់ Colonel ទៀតផងប៉ុន្តែ Marian នាងបានការពារ Colonel ហើយបាននិយាយថា Colonel នឹងគឺជាមនុស្សដែលឆ្លាតបំផុតដែលនាងធ្លាប់ជួបនៅឈុតបន្ទាប់យើងក៏បានឃើញ Colonel មានពេលនិយាយគ្នាតែពីរនាក់ជាមួយនឹង Marian Colonel បានសុំទោស Marian ចំពោះការមិនបានជួននាងទៅកម្មវិធីផ្លំការពីវិទ្យាល័យណានិងអ្វីដែលគាត់បានប្រព្រឹត្តចំពោះនាងកន្លងមកគាត់ទទួលស្គាល់ថាខ្លួនឯងនឹងមិនសូវមានទំនុកចិត្តនិងខ្វល់ខ្វាយខ្លាំងពេកពីអ្វីដែលអ្នកទាំងអស់គ្នាគិតជាពិសេសគឺការលាក់បាំងតំណែងរវាងអ្នកទាំងពីរនឹងឯងហើយថាការពិតមិត្តភក្តិរបស់គាត់នឹងគឺមិនបានខ្វល់ពីការដែលអ្នកទាំងពីរនឹងណាត់ជួបគ្នាឬក៏ជាសង្សារនឹងគ្នានោះទេគឺគេអត់ខ្វល់តែម្ដងប៉ុន្តែ Colonel គឺជាអ្នកខ្វល់ម្នាក់ឯងធ្វើឲ្យមានភាពយល់ច្រឡំរវាងតំណែងអ្នកទាំងពីរកាលពីនៅវិទ្យាល័យណាបន្ទាប់ពីការសុំទោសរបស់ Colonel Marian ក៏បានលើកលែងទោសឲ្យ Colonel ផងដែរ Marian នឹងបានគិតថាมันអាចបន្តតំណែងជាមួយនឹង Garrett បានទៀតទេបន្ទាប់ពី Colonel បានសុំទោសហើយព្រឹកឡើងនាងក៏បានបែកគ្នាជាមួយនឹង Garrett តែម្ដងអាណិតអាប៉ា Garrett នឹងមែនតើហើយយើងដឹងស្រាប់ហើយ Marian គឺនៅតែមានចិត្តស្រឡាញ់ Colonel ដដែលហ្នឹងហើយឈុតបន្ទាប់យើងក៏បានឃើញ Marian ដើរជាមួយនឹង Colonel ផងដែររួចបានប្រាប់ Colonel ថាគាត់បានបែកគ្នាជាមួយនឹង Garrett ហើយនៅក្នុងពិធីជប់លៀងមួយយើងក៏បានឃើញ Marian ជាមួយនឹង Colonel បានទៅកម្មវិធីមួយនោះ Marian នឹងស្វឹងខ្លាំងមែនតើហើយក៏បានសុំឲ្យ Colonel នឹងគេងជាមួយនឹងមួយយប់ប៉ុន្តែ Colonel អាចធ្វើបានទេក្នុងនាមជាមិត្តភក្តិហើយបានប្រាប់ Marian ថា Marian ឯងស្វឹងហើយ Colonel ក៏បានជួលនាងទៅផ្ទះនៅព្រឹកបន្ទាប់ផងដែរបន្ទាប់ពីដល់ផ្ទះ Marian បានទៅងូតទឹកហើយ Colonel បានឆុងកាហ្វេនឹងផឹកផងដែរក្រោយពី Marian បានមុជទឹករួចអ្នកទាំងពីរក៏បានចាប់ផ្ដើមតំណែងស្នេហាឡើងវិញហើយក៏បានកេងជាមួយនឹងគ្នាផងដែរភាគទី5នេះគឺចំនៅត្រឹមនេះឯងអ្នកទាំងអស់គ្នាដែលវានិយាយអំពីការសំទោសការអត់ឱននិងការព្យាយាមចាប់ផ្ដើមឡើងវិញនៃតំណែងរបស់អ្នកទាំងពីរណាពួកគេរៀនពីអតីតកាលបង្កើតការយល់ពីគ្នាហើយនេះហើយគឺជាក្តីស្រឡាញ់ពិតប្រាកដសួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំសាជាថ្មីនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការសម្រាយរឿងភាគ Normal People ភាគទី6
ដែលភាគនេះគឺនិយាយអំពីស្នេហារបស់ Colonel ជាមួយ Marian ដែលមានភាពចាស់ទុំជាងមុនផងដែរតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងភាគទី6នេះទាំងអស់គ្នាភាគទី6នេះចាប់ផ្ដើមឡើងជាមួយនឹង Colonel និង Marian បានមករស់នៅជាមួយនឹងគ្នាវិញហើយបន្ទាប់ពីបែកបាក់គ្នាអស់រយៈពេលយ៉ាងយូរពួកគេបានធ្វើម្ហូបនិងរៀនសូត្រជាមួយនឹងគ្នាផងដែរនៅឯ apartment របស់ Marian ហើយចំណែក Colonel គឺគេនៅតែធ្វើការក្រៅម៉ោងដដែលហ្នឹងបន្ទាប់ពីធ្វើការរួចល្ងាចឡើងថៅកែរបស់គេបានមកប្រាប់គេថាហាងហ្នឹងគឺត្រូវបិទហើយរយៈពេល2ខែហើយក៏មិនអាចបន្តការងារឲ្យ Colonel ទៀតដែរដូចនេះ Colonel គឺត្រូវបានបាត់បង់ការងារក្រៅម៉ោងរបស់គាត់ហើយ Colonel ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនមានភាពលំបាកខាងផ្នែកហិរញ្ញវត្ថុហើយការរស់នៅក្នុងទីក្រុង Dublin ក៏ក្លាយជាបន្ទុកដ៏ធ្ងន់របស់គេគាត់បានព្យាយាមលាក់បាំងភាពលំបាករបស់គាត់ពី Marian ដែរក៏ប៉ុន្តែស្ថានភាពក៏វាបានអាក្រក់ទៅដោយសារតែគាត់នឹងគឺមិនអាចមានលុយផ្គត់ផ្គង់ខ្លួនឯងបានទេនៅឯទីក្រុងដ៏ស៊ីវិល័យមួយនេះក៏ផ្ទុយស្លាប់ពី Marian ដែរដែលត្រូវបានផ្គត់ផ្គង់យ៉ាងស្រួលដោយគ្រួសាររបស់នាង Colonel បាននិយាយជាមួយនឹង Nell ថាគាត់នឹងចាក់ចេញពីទីក្រុងនេះហើយបន្ទាប់ពីចាប់ឈុំនេះហ្នឹងហើយត្រឡប់ទៅ Sligo វិញ Nell ក៏បានផ្ដល់យោបល់ឲ្យ Colonel នឹងទៅសុំរស់នៅជាមួយនឹង Marian ទៅប៉ុន្តែដោយភាពខ្មាស់អៀន Colonel មិនហ៊ានសុំនាងនោះទេរួចមកនៅឈុតបន្ទាប់យើងក៏បានឃើញមិត្តភ័ក្តិរបស់ Marian បានមកញ៉ាំអីនៅក្នុងផ្ទះ Marian ទៀតហើយពួកគេពីច្រើនគឺជាកូនអ្នកមានហើយ Jamie គឺជាមិត្តភ័ក្តិរបស់ Marian ម្នាក់ដែលមានភាពក្អឺតក្តមដែលធ្វើឲ្យ Colonel គឺអត់សូវសំណុកចិត្តនោះទេ Jamie បានប៉ះទៅលើ Marian ដែលធ្វើឲ្យ Colonel គឺប្រឆាំងមែនទែនប៉ុន្តែមិនហ៊ាននិយាយហើយគេក៏មានអារម្មណ៍ថាខ្លាច Marian នឹងចាក់ចេញពីគេប៉ុន្តែនេះគឺជាការគិតអវិជ្ជមានរបស់ Colonel ដែលធន់ជាមួយនឹងពួកនឹងខ្លាំងពេកក៏បានចេញទៅក្រៅជក់បារីម្នាក់ឯង Marian ក៏បានដើរតាមទៅកាន់គាត់ Colonel ក៏បាននិយាយអំពី Jamie ទៅកាន់ Marian ផងដែរប៉ុន្តែ Marian បានប្រាប់ថា Jamie នឹងគ្រាន់តែជាមិត្តជិតស្និទ្ធរបស់នាងតែប៉ុណ្ណោះកុំប្រច័ណ្ឌពេកអីរួច Colonel ក៏បាននិយាយប្រាប់ Marian ថាគេនឹងត្រឡប់ទៅ Sligo វិញហើយក៏មិនបានប្រាប់នាងពីអ្វីដែលគាត់កំពុងតែប្រឈមមុខដែរគឺការដែលអត់មានលុយរស់នៅទីក្រុង Dublin នេះឯង Marian បានប្រាប់ Colonel ថាកុំទៅអីហើយ Colonel ក៏មិនបាននិយាយអ្វីទៀតដែររួចនៅឈុតបន្ទាប់ទៀត Colonel ក៏តែងតែព្យាយាមចង់និយាយប្រាប់នាងដោយត្រង់ប៉ុន្តែគាត់នៅតែមិនអាចនិយាយបានដោយសារតែខ្លាចចិត្តនាងសាច់រឿងក៏កាត់មកកាន់ពិធីគប់កណាត់មួយរបស់មិត្តភ័ក្តិ Marian ដែលបានអញ្ជើញអ្នកទាំងពីរទៅពួកគេពិតជាសប្បាយរីករាយមែនទែនទាំងការផឹកស៊ីទាំងការហែទឹកផងដែរអត់តែ Colonel នោះទេដោយសារតែគេនឹងគឺពិតជាកំពុងតែមានទុកទី1នឹងគឺនឹងត្រូវចាក់ចេញពីទីក្រុង Dublin នេះដោយសារតែហិរញ្ញវត្ថុហើយទី2នឹងគឺការចាក់ចេញពីទីក្រុងនេះដូចជាការចាក់ចេញពីជីវិតរបស់ Marian អញ្ចឹងគឺត្រូវតែបែកគ្នាហើយបើសិនជាគេចាក់ចេញពីទីក្រុងមួយនេះហើយសាច់រឿងភាគទី6នេះគឺចប់នៅត្រឹមនេះឯងត្រង់ឈុតមួយដែលយើងបានឃើញ Colonel នឹងគឺចាក់ចេញពី Marian ហើយ Marian គឺឈឺចាប់មែនតើនឹងបានបោកកែវផងដែរហើយយើងចាំទៅមើលភាព7ទាំងអស់គ្នាដែល Colonel នឹងគឺបានសារភាពប្រាប់ Marian ហើយដែលនឹងត្រូវចាក់ចេញនឹងហើយអ្នកទាំងអស់គ្នាភាគ6នេះគឺមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយនៅភាគទី7បាយបាយសួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំសាជាថ្មីនៅក្នុងវីដេអូសម្រាប់រឿង Normal People ភាគទី7បើសិនជាអ្នកទាំងអស់គ្នាមិនទាន់បានមើលភាគមុនទេអាចទៅរកមើលបាននៅក្នុង Channel របស់ខ្ញុំហើយសូមទោសផងអ្នកដែលតាមដានដែលខ្ញុំចេញវីដេអូរឿងយូរតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងនៃភាគទី7នេះទាំងអស់គ្នាភាគទី7នេះចាប់ផ្ដើមឡើងមកនៅក្នុងខែកក្កដានៃទីក្រុង Sligo ដែលជាស្រុកកំណើតរបស់ Colonel ណាយើងបានឃើញ Colonel គឺស្វឹងជោគជ័យមែនតើនៅក្នុងបន្ទប់របស់គាត់ហើយជាគាត់ខូចចិត្តខ្លាំងហើយបន្ទាប់ពីបែកគ្នាជាមួយនឹង Marian ហើយសាច់រឿងក៏កាន់មកកាន់6សប្តាហ៍មុនពេលដែលអ្នកទាំងពីរបានបែកគ្នាយើងបានឃើញឈុតនេះនៅចុងភាគទី6ផងដែរ Colonel កំពុងតែនិយាយជាមួយនឹង Marian ថាគេនឹងចាក់ចេញពីទីក្រុង Dublin នេះហើយពួកយើងក៏ត្រូវបែកគ្នាដែរអញ្ចឹង Marian ឯងគួរតែរកអ្នកថ្មីដែលល្អជាងបងទៅ Marian នឹងបានគិតថា Colonel ប្រហែលជាឈប់ស្រឡាញ់នាងទៀតហើយនាងក៏បាននិយាយចាក់បដៅទៅតាម Colonel ថាត្រឹមត្រូវហើយយើងគួរតែរកអ្នកថ្មីរៀងៗខ្លួននិយាយបែបនេះហើយ Colonel ក៏បានវិចកាតាបរបស់គាត់ដើរចេញដែលយើងបានឃើញឈុតឆាកនេះកាលពីចុងភាគទី6ផងដែររួចសាច់រឿងក៏កាត់មកពេលបច្ចុប្បន្នវិញដែលពេលនេះគឺជាពេលវ៉ាកងដែល Marian និង Colonel ត្រឡប់មកកាន់ទីក្រុង Sligo វិញទាំងអស់ណាយើងបានឃើញ Colonel តែងតែស្វឹងជោគជ័យទៅផឹកស៊ីនៅក្នុងក្លឹបផងដែរគាត់ពិតជាមានវិបត្តិផ្លូវចិត្តមែនទែនបន្ទាប់ពីបែកគ្នាជាមួយនឹង Marian និយាយទៅគឺគាត់នៅតែស្រឡាញ់ Marian ចឹងគ្រាន់តែគាត់គិតថាខ្លួនឯងនឹងមិនសមជាមួយនឹង Marian អញ្ចឹងណាយើងងាកមកកាន់ Marian វិញឥឡូវនេះនាងកំពុងតែនៅ Sligo ផងដែរនាងកំពុងតែគេងនឹកអំពីអ្វីដែល Colonel បាននិយាយចំពោះនាងថាពួកយើងគួរតែរកអ្នកថ្មីទៅហើយនាងក៏រកអ្នកថ្មីបានដែរដែលនោះគឺជា Jamie ពីមុនគឺជាមិត្តភ័ក្តិរបស់នាងនោះឯងដែលប្រាក់ Jamie នឹងតែងតែនិយាយមើលងាយទៅកាន់ Colonel
រួចបន្ទាប់មកយើងក៏បានឃើញនាងត្រឡប់ទៅទិញអីញ៉ាំនៅក្នុងម៉ាតមួយកន្លែងនៅក្នុងទីក្រុងមួយនេះនាងក៏បានជួបជាមួយនឹង Colonel ដែលកំពុងតែធ្វើការនៅទីនោះផងដែរមេឃធ្លាក់ខ្លាំងនាងមិនអាចទៅផ្ទះវិញបានទេដូច្នេះហើយ Colonel ក៏បានជូននាងទៅផ្ទះនៅក្នុងឡាន Colonel ក៏បានសុំនាងធ្វើជាមិត្តភក្តិផងដែររួចក៏បានប្រាប់គាត់ថាឥឡូវហ្នឹងគាត់និង Jamie គឺជាសង្សារនឹងគ្នា Marian ថែមទាំងអញ្ជើញគាត់ទៅពិធីគម្រប់ខួបរបស់ឪពុករបស់នាងទៀតផងនៅស្អែកបន្ទាប់យើងក៏បានឃើញ Colonel បានចូលរួមកម្មវិធីគម្រប់ខួបឪពុករបស់ Marian នៅក្នុងព្រះវិហារមួយកន្លែងគាត់បានអង្គុយខាងក្រោយរួចសាច់រឿងកាត់មកកាន់ខែកញ្ញាយើងបានឃើញ Marian កំពុងតែណាត់ជួបជាមួយនឹង Colonel នៅក្នុងទីក្រុង Dublin និយាយគ្នាលេងផឹកកាហ្វេផងដែរ Marian នឹងបាននិយាយអំពី Jamie ដែលជាសង្សារបច្ចុប្បន្នរបស់នាងថា Jamie នឹងពិតជាធ្វើបាបនាងមែនទែនហើយអត់យកចិត្តទុកដាក់ជាមួយនឹងនាងនោះទេ Colonel ដែលនៅទីនោះគឺមិនអាចជួយអ្វីនាងបាននោះទេដោយសារតែបច្ចុប្បន្នគាត់មិនមែនជាសង្សាររបស់នាងបានត្រឹមតែឈឺចាប់ដែលមិនអាចការពារនាងបានចំណែក Marian គឺនាងគិតថានាងសមតែទទួលបានបែបនេះនៅឈុតបន្ទាប់យើងក៏បានឃើញ Colonel ជាមួយនឹង Marian បានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យ Trinity នេះគឺមានតម្លៃធំធេងមែនទែនសម្រាប់ Colonel ដែលគាត់អាចនឹងមកសិក្សានៅសាលានេះវិញម្ដងទៀតថែមទាំងមានការស្នាក់នៅ free ផងដែរដោយមិនអស់លុយដូច្នេះគឺគាត់អត់មានពិបាករឿងហិរញ្ញវត្ថុទៀតនោះទេនៅយប់នោះយើងក៏បានឃើញថា Marian នាងបានប្រារព្ធពិធីជប់លៀងនៅក្នុងផ្ទះរបស់នាងជាមួយមិត្តភក្តិរបស់នាងនិងសង្សាររបស់គាត់ឈ្មោះថា Jamie នោះឯងចំណែក Colonel គឺគាត់បានតែផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ផ្សេងទៀតណា Marian ដែលកំពុងតែសប្បាយរីករាយជាមួយនឹងមិត្តភក្តិនិងសង្សាររបស់នាងនោះក៏បានឮសំឡេងខលពី Colonel បាទ Colonel គឺបានខលទៅកាន់នាងដោយសារតែគាត់បានជួបគ្រោះថ្នាក់នោះគឺដោយសារតែគេវាយដោយសារតែគាត់ស្វឹងញ៉ៃនោះឯងពេលមកដល់ផ្ទះរបស់ Marian ក៏បានបញ្ឈប់ការជប់លៀងរបស់នាងហើយមិត្តភក្តិរបស់នាងក៏ដូចជា Jamie បានត្រឡប់ទៅផ្ទះរបស់គេវិញហើយ Colonel និង Marian គឺនៅជាមួយគ្នាតែពីរនាក់ហើយ Colonel និយាយទាំងស្វឹងប្រាប់នាងថាក៏ប៉ុន្តែគាត់មិនដែលចង់បែកគ្នាជាមួយនាងទេហើយការដែលគាត់ត្រឡប់ទៅ Sligo និងឈប់ចង់នៅ Dublin នេះដោយសារតែគាត់អត់មានលទ្ធភាពទិញអាផាតមិនផ្ទាល់ខ្លួនដូចជានាងមិនមែនដោយសារតែគាត់ចង់មានថ្មីឲ្យ Marian ឯងនឹងទៅរកថ្មីអីនោះទេក៏ប៉ុន្តែពេលនោះគាត់ក៏សង្ឃឹមថា Marian ឯងនឹងហៅគាត់មកនៅជាមួយដែរប៉ុន្តែ Marian បែរជាមិនហៅគាត់ Marian បាននិយាយថាពេលនោះបើ Colonel ឯងប្រាប់គឺគាត់នឹងស្វាគមន៍ជានិច្ចបើយើងគិតទៅពួកគេទាំងពីរនេះមានការបែកគ្នាដោយសារតែវាខ្វះការប្រស័យតាក់ទងគ្នានឹងឯងខ្វះការនិយាយគ្នាដោយចំគឺអត់ហ៊ានប្រាប់គ្នាទៅវិញទៅមកដែលធ្វើឲ្យពួកគេយល់ច្រឡំហើយបែកគ្នានោះឯងរួច Marian នាងបានខូចចិត្តមែនទែនហើយក៏បានដេញ Colonel ចេញពីផ្ទះរបស់នាងមុននឹងចាក់ចេញ Colonel ក៏បានខ្ចីលុយនាងផងដែរហើយនៅជិតបញ្ចប់យើងក៏បានឃើញ Colonel កំពុងតែនៅជាមួយនឹងសង្សារថ្មីរបស់គាត់ផងដែរដែលកំពុងតែលាងស្នាមល្បួយគាត់ហើយសាច់រឿងនៅភាគទី7នេះគឺចប់តែប៉ុណ្្នេះឯងអ្នកទាំងអស់គ្នាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាសារជាថ្មីនៅក្នុង Channel របស់ខ្ញុំបាទនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការសម្រាយភាគទី8នៃរឿង Normal People ហើយភាគនេះគឺប្លែកដែរដោយសារតែយើងនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ប្រទេសអ៊ីតាលីផងដែរតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងទាំងអស់គ្នាបន្ទាប់ពីបានអាហារូបករណ៍ហើយ Colonel រៀងមានលុយចាយតិចតួចហើយក៏បានធ្វើដំណើរទៅប្រទេសអ៊ីតាលីជាមួយនឹងមិត្តភក្តិរបស់គាត់មានឈ្មោះ Tanel ដើម្បីទៅវិស្សមកាលនៅឯផ្ទះរបស់ Marianគឺជាផ្ទះលំហែកាយណានៅក្នុងផ្ទះមួយហ្នឹងគឺយើងបានឃើញសមាជិកដូចជា Jamie ដែលជាសង្សាររបស់ Marian Peggy ដែលជាមិត្តភក្តិរបស់នាងផងដែររួមជាមួយនឹង Nell ហើយនិង Colonel ពួកគេនឹងមានពិធីជប់លៀងញ៉ាំអីតិចតួចនៅពេលល្ងាច Marian នាងបានខ្វះគ្រឿងផ្សំខ្លះហើយ Marian ក៏បានសុំឲ្យ Colonel ហ្នឹងទៅមួយនាងផងដែរដើម្បីទៅទិញអីវ៉ាន់នៅក្នុងភូមិចិត្តហ្នឹងណាColonel និង Marian ពិតជាមានពេលវេលាល្អជាមួយនឹងគ្នាមែនតើនៅក្នុងប្រទេសអ៊ីតាលីនេះពួកគេបានជិះកង់ដើរលេងញ៉ាំការ៉េមហើយនឹងទៅទស្សនាសារមន្ទីរសិល្បៈផងដែរបាទប៉ុន្តែអ្នកទាំងពីរនាក់នេះគឺមានសង្សាររៀងខ្លួនហើយនៅពេលដែលត្រឡប់មកវិញយើងក៏បានឃើញ Jamie កំពុងតែចាំផ្លូវ Marian ផងដែរដែលប៉ា Jamie នឹងពិតជាអត់សូវសប្បាយចិត្តនៅទេនៅពេលដែលឃើញ Colonel យកកង់មកគាត់ជិះហើយថែមទាំងជិះទៅជាមួយនឹង Marian ដែលជាសង្សាររបស់គាត់ទៀតផងលុះដល់នៅក្នុងពិធីជប់លៀងនៅពេលល្ងាចនោះយើងក៏បានឃើញថា
ជាមីគាត់ពិតជាផឹកស្វឹងមែនទែនហើយគាត់ក៏បាននិយាយអំពីពាក្យអាក្រក់ៗនិងចំអករើសអើងទៅកាន់ Nell ហើយនឹង Connell ដែលពាក្យអាកខិចអីចឹងទៅដែលមករៀននាងអត់សប្បាយចិត្តនោះទេនៅពេលដែលជាមីដែលជាសង្សាររបស់ខ្លួននិយាយចេញមកបែបនេះហើយនាងបែរជាមិនការពារទេថែមទាំងថាឲ្យជាមីទៀតផងជាមីគឺខឹងមែនទែនហើយពួកគេក៏បានឆ្លោះគ្នាជាមីបានធ្លាក់កែវមួយបែកនៅនឹងមុខរបស់ម៉ារៀនដែលធ្វើឲ្យម៉ារៀនខឹងដែលចង់លោតទៅវាយជាមីណាប៉ុន្តែត្រូវបាន Connell មកជួយអន្តរាគមន៍ហើយម៉ារៀនជាមួយនឹងជាមីក៏បានឆ្លោះប្រកែកគ្នាជាមីថែមទាំងបាននិយាយថានាងគឺជាមនុស្សឈ្គត់ទៀតផងលើបែបនេះហើយម៉ារៀននាងពិតជាញ័រសាច់ហើយនឹងទៅឈរយំនៅខាងក្រៅជាមួយនឹង Connell បានលួងលោមនាងរួចក៏ពួកគេបានជួបបារីជាមួយនឹងគ្នាផងដែរម៉ារៀនបានសុំ Connell គេងជាមួយនឹងគ្នានៅយប់នេះប៉ុន្តែនាងគេងលើឥតនោះទេដល់ពេលចឹងទៅ Connell បានតបវិញថាអត់អីទេក្រែធំតាហើយអ្នកទាំងពីរក៏បានគេងជាមួយគ្នាពេញមួយយប់នឹងទៅដែលនេះយើងក៏បានបង្ហាញថាជាមីជាមួយនឹងម៉ារៀនប្រហែលជាបែកគ្នាហើយ 100% តែម្ដងនៅឈុតបន្ទាប់យើងក៏បានឃើញថាពួកគេបានត្រឡប់ទៅកាន់ទីក្រុង Dublin វិញហើយដោយជិះរថភ្លើងហើយយើងបានឃើញ Connell បានធ្វើដំណើរទៅមើលគំនូរសិល្បៈផងដែរនៅក្នុងប្រទេសអ៊ីតាលីនេះហើយម៉ារៀននាងក៏បានឈរមើលជាមួយនឹងគាត់ផងដែរហើយសាច់រឿងភាគទី8នេះគឺមានតែប៉ុណ្្នឹងទេគេ set up មកដើម្បីឲ្យយើងដឹងអំពីជាមីបានបែកគ្នាជាមួយនឹងម៉ារៀននោះឯងហើយ Connell គាត់ក៏មានសង្សារថ្មីដែលមានឈ្មោះថា Helen ផងដែរអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេនៅក្នុងភាគទី8នេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះដល់ចប់យើងជួបគ្នានៅវីដេអូក្រោយបាយបាយសួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំម្ដងទៀតណាថ្ងៃនេះគឺខ្ញុំនឹងធ្វើការសម្រាយរឿង Normal People ភាគទី9ហើយភាគនេះគឺខ្លីទេនិយាយអំពី Marian ជាមួយនឹង Connell ដែលពួកគេនៅឆ្ងាយពីគ្នាតើឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងនៃភាគទី9នេះទាំងអស់គ្នាភាគទី9នេះចាប់ដើមឡើងមកនៅក្នុងប្រទេសស៊ុយអែតដែលយើងបានឃើញម៉ារៀនកំពុងតែផ្លាស់ប្ដូរទៅសិក្សានៅទីនោះនៅក្នុងឆមាសថ្មីម៉ារៀនបានតាក់ទងជាមួយនឹងបរិសម្នាក់ដែលមានឈ្មោះថាលូកាសដែលជាជាងថតរូបឃើញមកអាប៉ាលូកាសនឹងគឺខ្ពើមែនតើបាទគាត់នឹងគឺខូចខ្លាំងមែនតើធ្វើបាបផ្លូវចិត្តនិងផ្លូវកាយទៅកាន់ម៉ារៀនផងដែរនិយាយទៅអាប៉ានឹងគឺខូចតែម្ដងមិនតែប៉ុណ្ណោះគឺគាត់បង្ខំឲ្យម៉ារៀននឹងថតរូបអាក្រាតកាយផងដែរដែលនេះគឺជាទង្វើដែលយើងគួរឲ្យស្អប់ខ្លាំងមែនទែនហើយម៉ារៀននាងក៏យល់ស្របដោយសារតែនាងបានគិតថាខ្លួនឯងគឺគ្មានតម្លៃអីនោះទេប៉ុន្តែនាងក៏នៅតែមានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅពេលនៅជាមួយលូកាសផងដែរហើយយើងត្រឡប់ទៅកាន់ទីក្រុង Dublin វិញយើងក៏និយាយអំពី Connell បច្ចុប្បន្នគឺគាត់កំពុងតែមានពេលវេលាល្អជាមួយនឹងសង្សាររបស់គាត់មានឈ្មោះថា Helen ប៉ុន្តែដោយដែលយើងដឹងចឹងគាត់នៅតែនឹកមករៀនដដែលហ្នឹងទោះបីជាពួកគេនៅឆ្ងាយពីគ្នាក៏ដោយឥឡូវហ្នឹងនៅពេលខ្លះមករៀនជាមួយនឹង Connell គឺតែងតែផ្ញើសារអ៊ីមែលតាក់ទងជាមួយនឹងគ្នាផងដែរដោយនិយាយសួរសុខទុក្ខគ្នា Connell បាននិយាយថាគាត់ពិតជានឹកនាងខ្លាំងណាស់ហើយថែមទាំងលើកទឹកចិត្តនាងឲ្យព្យាយាមផ្ដល់តម្លៃឲ្យខ្លួនឯងកុំគិតថាខ្លួនឯងនឹងគ្មានតម្លៃអីសោះនិងបាននិយាយថាគួរតែចាក់ចេញពីលូកាសទៅលូកាសនឹងគឺជាមនុស្សមិនល្អនោះទេប៉ុន្តែនាងគឺមិនដឹងថាធ្វើម៉េចទេដោយសារឥឡូវនឹងកំពុងតែមានតំណែងជាមួយនឹងប៉ាលូកានឹងហើយ Connell ក៏មានការសោកស្ដាយដែរដោយសារតែរដូវគ្រីស្មាស់ឆ្នាំនេះ Marian នាងមិនបានមកលេងស្រុកនោះទេគឺនៅប្រទេសស៊ុយអែតហ្នឹងនៅឈុតចុងក្រោយយើងក៏បានឃើញម៉ារៀនត្រូវបានលូកាសបង្ខំឲ្យថតរូបអាក្រាតកាយឲ្យគាត់ទេហើយនាងពិតជាមានអារម្មណ៍មិនសុវត្ថិភាពនោះទេហើយនាងក៏បានចងចាំពីអ្វីដែល Connell បាននិយាយលើកទឹកចិត្តនាងថានាងគឺជាមនុស្សមានតម្លៃហើយនាងក៏សម្រេចចិត្តសុំលូកាសថានាងគឺមិនចូលចិត្តអ្វីដែលលូកាសកំពុងតែធ្វើនោះទេហើយក៏បានដើរចាក់ចេញពីផ្ទះលូកាសផងដែរយើងបានឃើញម៉ារៀនកំពុងតែឈឺចាប់និងដើរចេញទៅទាំងព្រិលកំពុងតែធ្លាក់មកជោគជាំផងដែរហើយសាច់រឿងនៃភាគទី9នេះគឺចប់នៅត្រឹមនេះឯងអ្នកទាំងអស់គ្នាហើយវគ្គនេះគឺបានបង្ហាញអំពីម៉ារៀនជាមួយនឹង Connell ទោះបីជាពួកគេនៅឆ្ងាយពីគ្នាក៏ពួកគេនៅតែមានអារម្មណ៍ស្រឡាញ់គ្នាហើយនឹងយកចិត្តទុកដាក់ជាមួយនឹងគ្នាវាខុសពីស្នេហារបស់ពួកគេផ្សេងៗទៀតដូចជា Connell និង Helen ហើយម៉ារៀនជាមួយនឹងប៉ាលូកាសនឹងជាដើមទោះបីជាពួកគេមានសង្សារថ្មីរៀងខ្លួនមកប៉ុន្តែអារម្មណ៍ដែលស្រឡាញ់គ្នាគឺខុសគ្នាតែម្ដងហ្នឹងហើយអ្នកទាំងអស់គ្នាភាគទី9ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ
ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការសម្រាយរឿង Normal People ភាគទី10ភាគមួយនេះគឺផ្ដោតសំខាន់ទៅលើសុខភាពផ្លូវចិត្តរបស់ Colonel ដោយសារតែគាត់មានអារម្មណ៍ថាឯកាខ្លាំងហើយជាពិសេសគឺបាត់បង់ស្នេហាជាមួយនឹង Helen នៅក្នុងវគ្គនេះទៀតផងតោះចង់ដឹងថាភាគមួយនេះគឺពិតជាកំសត់យ៉ាងណាសម្រាប់ Colonelយើងទៅតាមដានសាច់រឿងនៃភាគនេះទាំងអស់គ្នាភាគមួយនេះចាប់ផ្ដើមឡើងមកនៅក្នុងខែកុម្ភៈយើងក៏បានឃើញ Colonel គឺមានជំងឺផ្លូវចិត្តខ្លាំងមែនទែនគឺគាត់មិនសឹងតែចូលចិត្តខ្លួនឯងទៀតផង Nell ដែលជាមិត្តភក្តិរបស់គាត់បានណែនាំឲ្យ Colonel នឹងទៅជួបជាមួយអ្នកគ្រូនៅក្នុងសាកលវិទ្យាល័យដើម្បីពិភាក្សាអំពីផ្លូវចិត្តរបស់ Colonel នឹងឯងអ្នកគ្រូបានសួរនាំ Colonel ហើយរឿងក៏បាន flashback ទៅកាន់ខែមករាដែលជាថ្ងៃឆ្លងឆ្នាំយើងបានឃើញ Colonel ជាមួយនឹង Helen ដែលជាសង្សាររបស់គាត់នឹងបានប្រារព្ធពិធីឆ្លងឆ្នាំជាមួយនឹងគ្នារីឯនៅស្រុកកំណើតរបស់គាត់នៅឯ Sligo វិញមិត្តភក្តិចាស់ៗរបស់គាត់នឹងបានឆាតសួរ Colonel ថាមានបានឃើញរ៉បអត់ព្រោះដោយសារតែឆ្នាំហ្នឹងអត់បានឃើញរ៉បមកនៅជួបជុំជាមួយនឹងពួកគេអញ្ចឹងគឺពួកគេបាត់រ៉បម្នាក់ចំណែក Colonel គឺគេមិនសូវខ្វាយខ្វល់នោះទេដោយសារតែគេឥឡូវហ្នឹងកំពុងតែនៅជាមួយនឹង Helen លុះដល់ស្អែកឡើងទើប Colonel បានទទួលដំណឹងពីម្ដាយរបស់គាត់ថារ៉បគឺបានស្លាប់បារីដោយសារតែការធ្វើអត្តឃាតខ្លួនឯងគឺគាត់បានលោតពីលើស្ពានចូលទន្លេសម្រាប់ខ្លួនតែម្ដងដំណឹងមួយនេះគឺបានវាយប្រហារផ្លូវចិត្ត Colonel យ៉ាងខ្លាំងដោយសាររ៉បគឺជាមិត្តភក្តិជិតស្និទ្ធរបស់គាត់តាំងពីនៅក្មេងមកម៉េះគាត់សឹងតែមិនជឿនិងមានអារម្មណ៍ថាវាបដិសេរីមែនតើដែលមិនអាចនឹងជួយលើកទឹកចិត្តទៅកាន់រ៉បព្រោះដោយសារតែរ៉បក៏អាសាតាក់តងមកនិយាយមួយគាត់ដែរប៉ុន្តែColonel គឺគាត់រវល់ហ៊ានរវល់អីចឹងណាដូច្នេះហើយទាំង Helen ទាំង Colonel ក៏បានត្រឡប់ទៅកាន់ Sligo វិញដើម្បីចូលរួមពិធីបន្សពហើយនៅទីនោះយើងបានឃើញមិត្តភក្តិចាស់ៗរបស់គាត់ក៏ដូចជា Marian ក៏បានត្រឡប់ទៅកាន់ Sligo វិញផងដែរដើម្បីចូលរួមពិធីបន្សពរបស់ Rob Marian គឺនាងមកពី Soy Ed ដើម្បីចូលរួមពិធីបន្សពរបស់ Rob មួយនេះ Colonel គ្រាន់តែឃើញ Marian ភ្លាមគាត់ក៏បានរត់ទៅអោប Marian ដោយសារតែគាត់ពិតជានឹក Marian ខ្លាំងណាស់ហើយការអោបនេះគឺអោបនៅមុខ Helen តែម្ដង Helen មានអារម្មណ៍ថាអន់ចិត្តតិចៗដែរនៅពេលដែលសង្សាររបស់ខ្លួនទៅអោប Marian ដែលជាមនុស្សស្រីផ្សេងយ៉ាងនេះបើនិយាយអំពីស្ថានភាពផ្លូវចិត្តរបស់ Colonel គឺគាត់កំពុងតែពិបាកចិត្តខ្លាំងមែនទែនបញ្ហាផ្លូវចិត្តរបស់គាត់នឹងបានប៉ះពាល់ដល់ទំនាក់ទំនងរបស់គាត់ជាមួយនឹង Helen គាត់មិនអាចផ្ដល់ឲ្យនាងនូវភាពកក់ក្ដៅដែលនាងត្រូវការបានឡើយដោយសារតែ Colonel គឺនៅតែបាក់ចិត្តរឿងការស្លាប់របស់ Rob ហើយចំណែក Helen ក៏មានគុណចិត្តថា Colonel គឺលែងស្រឡាញ់នាងទៀតហើយគឺ Colonel គឺនៅតែមានចិត្តស្រឡាញ់ទៅលើ Marian ណាអញ្ចឹងនាងដឹងហើយលុះស្អែកឡើង Helen ក៏បានសុំបែកទៅកាន់ Colonel ផងដែរ Colonel មានអារម្មណ៍ថាបាក់ចិត្តខ្លាំងមែនទែនគឺបាត់បង់នឹងស្នេហាជាមួយនឹង Helen ហើយបាត់បង់មិត្តភក្តិជិតស្និទ្ធរបស់គាត់ទៀតហើយគាត់គឺហ៊ានលេងចូលហើយបាទហើយយើងមើលទៅគាត់ទេគឺគ្មានអារម្មណ៍នៅក្នុងខ្លួននោះទេហើយមួយខែមួយនេះគឺគាត់បាក់ចិត្តខ្លាំងមែនទែនដូច្នេះហើយទើប Nell បានឲ្យ Colonel នឹងមកជួបជាមួយអ្នកគ្រូដើម្បីនិយាយពិភាក្សាអំពីផ្លូវចិត្តរបស់ Colonel នឹងបើនិយាយអំពី Marian វិញគឺគេកំពុងតែនៅប្រទេស Soy Ed វិញហើយ Colonel គឺមានមិត្តភក្តិតែម្នាក់ទេដែលជា Marian ដែលអាចនិយាយគ្នាដោយបើកចំហបានមានន័យថាអាចនិយាយរឿងក្នុងចិត្តជាមួយនឹងគ្នាទៅវិញទៅមកបានដោយមិនមានភាពខ្មាស់អៀនណានាងពិតជាអ្នកខ្លាំងមែនតើហើយក៏បានលើកទឹកចិត្តគាត់ផងដែររួចក៏បានឲ្យ Colonel នឹង call video ជាមួយនឹងគាត់រហូតរាល់ថ្ងៃតែម្ដង Colonel បានប្រាប់ Marian ថាគាត់ពិតជានឹកនាងខ្លាំងណាស់ហើយ Marian នាងក៏បាននឹក Colonel ដូចគ្នាហើយសាច់រឿងភាគទី10នេះគឺចំនៅត្រឹមនេះឯងអ្នកទាំងអស់គ្នាភាគមួយនេះគឺគេ set up មកដើម្បីឲ្យគាត់បែកគ្នាជាមួយនឹង Helen ហើយនឹងការជួបគ្នាឡើងវិញជាមួយនឹង Marian ដោយសារតែ Marian ក៏តាមតបែកគ្នាជាមួយនឹងសង្សារចាស់របស់គាត់ហើយអ្នកទាំងពីរជាមិត្តភក្តិនឹងគ្នាក៏ចាប់ផ្ដើមតាក់ទងគ្នាវិញស្នេហាគេគឺវេទនាអញ្ចឹងឯងហើយយើងចាំតែមើលថាភាគទី11នេះនឹងទៅជាយ៉ាងណាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយបាយបាយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីនៅក្នុង Channel របស់ខ្ញុំនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការសម្រាយរឿង Normal People ភាគទី11តោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងនៃភាគទី11នេះទាំងអស់គ្នាភាគមួយនេះចាប់ផ្ដើមឡើងមកនៅក្នុងខែសីហាយើងបានឃើញថា Colonel បានលេបថ្នាំរបស់គាត់ដែលជាថ្នាំសុខភាពផ្លូវចិត្តអីហ្នឹងឥឡូវហ្នឹងគឺគាត់រៀងធូរស្បើយហើយគាត់កំពុងតែនៅទីក្រុង Dublin ផងដែរហើយយើងងាកមកកាន់ Marian វិញឥឡូវនេះនាងកំពុងតែនៅទីក្រុង Sligo ដោយសារតែការសម្រាកនៅរដូវក្តៅនៅក្នុងផ្ទះនឹង Alan ដែលជាបងប្រុសរបស់នាងតែងតែមកញញនាងជានិច្ចហើយថែមទាំងថាឲ្យនាងនឹងអត់គិតធ្វើអីទេគិតតែដេកលេងអញ្ចឹងទេតាមពិតនាងបានបោះផ្ទះជូតផ្ទះរួចហើយ Alan នឹងជាបងប្រុសនឹងគឺមិនដែលធ្វើស្អីទេចាំតែថែប្អូននឹងឯង
លុះដល់ចុងសប្តាហ៍យើងបានឃើញ Connell បានត្រឡប់មក Sligo វិញហើយក៏បានជួបជាមួយនឹង Marian នៅឯឆ្នេរសមុទ្រផងដែរអ្នកទាំងពីរបាននិយាយគ្នាអំពី Alan ដែលជាបងប្រុស Marian ថាបងប្រុសរបស់គេនឹងគឺតែងតែធ្វើបាបនាងអញ្ចឹងណា Connell គឺអត់សូវសប្បាយចិត្តជាមួយនឹង Alan ទេដែលតែងតែធ្វើបាបប្អូនស្រីដែលជា Marian ហើយ Marian នឹងគឺជាមនុស្សតែម្នាក់ដែល Connell ស្រឡាញ់នោះឯង Marian បានសួរ Connell ថាមិនឥឡូវចូលចិត្តមកស្រុកម៉េះឲ្យតែចុងសប្តាហ៍គឺមកឲ្យតែចុងសប្តាហ៍គឺមកដោយសារតែ Marian ឯងនៅស្រុកហ្នឹងឯងបានខ្ញុំមកស្រុកដែរហើយអ្នកទាំងពីរក៏បានរត់ប្រឡែងគ្នានៅឯឆ្នេរសមុទ្រហ្នឹងឯង Sweet មែនទែនលុះដល់យប់ឡើងពួកគេក៏បានទៅរាំផឹកស៊ីនៅឯ club ផងដែរហើយអ្នកទាំងពីរក៏បានមកគេងជាមួយនឹងគ្នានៅក្នុងបន្ទប់ Connell ដែលជាបន្ទប់ដ៏តូចមួយ Marian បានប្រាប់ Connell ថាឥឡូវអ្នកស្រុកដូចជាអត់សូវមើងងាយនាងទៀតសោះអត់ដូចកាលនៅវិទ្យាល័យហើយមិត្តភក្តិ Connell ចាស់ៗហ្នឹងក៏ថែមទាំងមកសុំទោសនាងទៀតផងដែលបានបូលីនាងកាលពីនៅរៀនវិទ្យាល័យណាអ្នកទាំងពីរក៏ចាប់ផ្ដើមមានអារម្មណ៍ស្នេហាឡើងវិញហើយក៏បានគេងជាមួយនឹងគ្នាផងដែរលុះដល់រៀងល្ងាចឡើង Marian នាងក៏បានត្រឡប់ទៅផ្ទះវិញហើយក៏បានជួបជាមួយនឹង Alan ដែលជាបងប្រុសរបស់គាត់ដឹងបងប្រុសគេរបៀបម៉េចទេបាទគឺថាខ្ពើមប្អូនស្រីខ្លួនឯងមែនតើមកដល់ផ្ទះគឺរហរឿងមកដល់ផ្ទះគឺររឿងហើយឥឡូវមកដល់ផ្ទះររឿងទៀតនេះ Alan បានសួរ Marian ថាទៅមកពីណា Marian បានតបវិញថាទៅមកពីផ្ទះ Connell ហើយ Alan នឹងបានប្រាប់ Marian ទៀតថាឈប់តាក់ទងជាមួយនឹង Connell នឹងគឺមិនល្អអញ្ចេះមិនល្អចោះអញ្ចឹងទៅអាកប្បកិរិយាបែបនេះហើយទើបធ្វើឲ្យ Marian គឺមានកំហឹងមែនតើហើយក៏បានស្រែកថាឲ្យបងប្រុសរបស់គេនឹងក៏បានគប់កែវមួយទៅលើ Marian ខឹងខ្លាំងមែនទែនរួចក៏បានរត់ចូលបន្ទប់អាប៉ែ Alan នឹងក៏បានដេញតាមហើយធាក់ទ្វារដែលធ្វើឲ្យទ្វារនឹងបុកទៅលើច្រមុះរបស់ Marian ហើយបែកខ្ទង់ច្រមុះផងដែរ Marian នឹងឈឺចាប់មែនទែនហើយក៏បានទេទៅកាន់ Connell ដើម្បីមកយកនាងដោយសារតែនាងមិនចង់នៅផ្ទះនេះទៀតទេ Connell ដែលឮបែបនេះគឺជិះឡានមកកាត់យប់តែម្ដងហើយក៏បានចូលទៅផ្ទះរបស់ Marian រួចក៏បានគំរាម Alan ថាបើសិនជា Alan ឯងធ្វើបែបនេះទៅលើ Marian ម្ដងទៀតគឺយើងនឹងសម្លាប់ឯងហើយហើយពេល Alan ហ្នឹងគឺអត់ហ៊ានជាមួយនឹង Connell នោះទេដោយសារតែ Connell ហ្នឹងគឺគេរៀងកាចដែរណាហើយលើកទី1ដែលយើងឃើញ Connell កាចបែបនេះ Marian ក៏បានឡើងឡានជាមួយនឹង Connell ដោយមើលចំហរបស់នាងនឹងគឺហូរឈាមតែម្ដងនៅក្នុងឡាន Marian ក៏បានសុំទោសទៅលើ Connell ថាសុំទោសផងដែលរំខានឲ្យ Connell ឯងមកជួយនាងអញ្ចឹងណា Connell ក៏បានលើកទឹកចិត្តថាចាប់ពីថ្ងៃហ្នឹងទៅអត់មានអ្នកគេធ្វើបាប Marian ឯងទៀតទេហើយក៏បានសារភាពប្រាប់ Marian ថាបងស្រឡាញ់អូនទៀតផងហើយភាពនេះគឺយើងដឹងថាអ្នកទាំងពីរប្រហែលជាត្រឡប់មកស្រឡាញ់គ្នាវិញហើយបាទហើយភាគទី11នេះគឺមានតែប៉ុណ្្នឹងនោះទេយើងចាំជួបគ្នានៅភាគទី12ដែលជាភាគទីបញ្ចប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំសាជាថ្មីនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការសម្រាយរឿង Normal People ភាគទី12ដែលជាភាគបញ្ចប់ហើយយើងចាំតែមើលថាភាគនេះបញ្ចប់ដល់យ៉ាងណាតើ Marian និង Connell អាចជាគូស្នេហ៍នឹងគ្នាបានដែរឬទេដោយសារតែភាគមុនហ្នឹងគឺនិយាយអំពីស្នេហាដ៏វេទនារបស់ពួកគេតើចង់នឹងថាសាច់រឿងនៃភាគនេះទៅជាយ៉ាងណាទៅតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាភាគនេះចាប់ដើមឡើងមកជាមួយនឹង Marian និង Connell បានបើកបរឡានជាមួយនឹងគ្នា Marian បានសរសើរទៅលើ Connell ដែលសភៅរបស់គេដែលជាស្នាដៃនិពន្ធរបស់ Connell ណាគឺល្អអានមែនទែននៅជ្រុលបន្ទាប់គឺជាថ្ងៃខួបបណ្ណារបស់ Marian ទាំង Connell ទាំងមិត្តភ័ក្តិរបស់គេនឹងបានមកប្រារព្ធពិធីជុំគ្នានៅក្នុងហាងមួយកន្លែង Nell បានសួរ Connell ថាមានអីឲ្យទៅលើ Marian អត់ Connell បានប្រាប់ថាគឺគាត់បានផ្ដល់សៀវភៅកំណាព្យមួយនៅយប់នោះ Connell និង Marian បានត្រៀមខ្លួនចូលគេងហើយ Marian ក៏ទទួលបាន message ពីម្ដាយរបស់នាងប៉ុន្តែមិនមែនជា message ជូនពរថ្ងៃកំណើតនោះទេគឺជា message ប្រាប់ឲ្យ Marian នឹងឆាប់ផ្ដល់កូនសោផ្ទះឲ្យមកគាត់វិញមានន័យថាម្ដាយរបស់ Marian នឹងចង់ដេញ Marian នឹងចេញពីផ្ទះហ្នឹងហើយអត់ចង់ឲ្យនាងនៅផ្ទះរបស់គាត់ទេហើយតំណង Marian ជាមួយនឹងម្ដាយឬក៏គ្រួសាររបស់គាត់នឹងកាន់តែឆ្ងាយទៅណាហើយយប់នោះអ្នកទាំងពីរក៏បានគេងជាមួយនឹងគ្នាផងដែរនៅស្អែកឡើងយើងក៏បានឃើញ Connell ជាមួយនឹង Marian បាននិយាយគ្នានៅក្នុងបណ្ណាល័យផងដែរ Marian ឆ្ងល់មែនទែនថាថ្ងៃហ្នឹង Connell មកអត់រីកសោះអញ្ចឹងហើយ Connell ក៏បានតបវិញថាគាត់ទៅទទួលបានអ៊ីមែលពីសាកលវិទ្យាល័យនៅទីក្រុង New York ថាគាត់នឹងបានអាហារូបករណ៍ទៅរៀននៅទីនោះក្នុងផ្នែកនិពន្ធនាងបានលើអញ្ចឹងគឺភ្ញាក់ផ្អើលមែនទែនហើយក៏បានអបអរសាទរប៉ុន្តែរៀងអន់ចិត្តដែរដោយសារតែ Connell នឹងអត់ដែលប្រាប់នាងថាគាត់នឹងបាន apply អាហារូបករណ៍អញ្ចឹងទៅ Connell បានតបវិញថាគាត់ដូចជាអត់សូវសប្បាយចិត្តសោះដែលទៅរស់នៅទីក្រុង New York ដោយសារតែគាត់អត់ស្គាល់នរណាម្នាក់នោះទេហើយសូម្បីតែមកទីក្រុង Dublin នេះពីមុនហ្នឹងក៏គាត់អត់សូវស្នុកចិត្តផងចូលមកទៅដល់ទីក្រុង New York តើគាត់ឲ្យរស់នៅបែបណា
มาเรียนបានតបវិញថាកុំសូវខ្វល់នឹងពេលសំខាន់យើងបានទៅរៀននៅទីក្រុងញូវយ៉កខណៈក៏បាននិយាយយ៉ាងមើលម៉ាត់ថាបងនឹងអត់ទៅទេសេចរឿងកាត់មកកាន់ក្នុងផ្ទះវិញម្ដងខណៈបានប្រាប់มาเรียนថាมาเรียนឯងនឹងចង់មកបនណូអែលជាមួយនឹងគូសារបស់គាត់នៅទីក្រុងស្លាយហ្គតម៉ាក់របស់គេនឹងបានរៀបចំពិធីនេះឡើងណាប្រកាសណាគឺនឹងទៅដោយសារតែទីក្រុងស្លាយហ្គតក៏ជាទីក្រុងកំណើតរបស់នាងដែរប៉ុន្តែនាងរៀងគិតមិនតិចដោយសារតែទៅគឺជួបគូសានាងហើយពួកគេក៏បានបើកឡានត្រឡប់ទៅស្លាយហ្គតជាមួយនឹងគ្នា Lauren ដែលជាម្ដាយរបស់ Connor គាត់តែឃើញ Marian ភ្លាមក៏បានហក់ទៅអោបនាងតែម្ដងដោយនេះគឺជាការស្វាគមន៍យ៉ាងកក់ក្ដៅទៅលើគ្រួសាររបស់ Connor ទៅលើ Marian ពួកគេបានចំណាយពេលល្អជាមួយនឹងគ្នានៅក្នុងយប់បុណ្យណូអែលនោះឯងលុះដល់យប់បន្ទាប់ Connor ក៏បានសុំឲ្យ Marian ទៅពិធីជប់លៀងថ្មីមួយទៀតហើយនៅក្នុងក្លឹបដែលជាមួយនឹងមិត្តភក្តិចាស់ៗ Connor បានរៀបចំសម្លៀកបំពាក់ឲ្យ Marian ទៀតផងដែលជារ៉ូបពណ៌ក្រហម Marian ស្រឡាញ់មែនទែនហើយអ្នកទាំងពីរក៏បានធ្វើដំណើរទៅពិធីជប់លៀងនៅក្នុងនោះពួកគេបានឃើញមិត្តភក្តិចាស់ៗរបស់គេដែលជាការស្វាគមន៍យ៉ាងកក់ក្ដៅគឺអត់ដូចការនៅរៀនវិទ្យាល័យដែលពួកគេតែងតែបូលីទៅលើ Marian នោះទេសាច់រឿងបន្ទាប់យើងក៏បានឃើញ Connor និង Marian កំពុងមកផ្ទះនៅ Dublin វិញហើយដែលអ្នកទាំងពីរកំពុងតែរើអវ៉ាន់ចេញដោយសារតែម្ដាយរបស់ Marian គឺអត់ចង់ឲ្យ Marian រស់នៅផ្ទះរបស់គាត់ទេអង្គុយតែម្នាក់ៗឯងនៅក្នុងបន្ទប់អ្នកទាំងពីរក៏បានពិភាក្សាគ្នាអំពីអនាគត Connor គឺនឹងទៅ New York ហើយបានសុំឲ្យ Marian នឹងទៅមួយគាត់ Connor បានសុំនាងថា Marian ឯងទៅមួយបងមកហើយ Marian ឯងអាចសិក្សាឬក៏ធ្វើការហើយពួកយើងទាំងពីរនាក់អាចរស់នៅជាមួយនឹងគ្នាបាន Marian ក៏បានតបថាអត់ទេអូនចង់នៅទីក្រុង Dublin នេះអូនចង់រស់នៅជីវិតដែលអូនកំពុងតែរស់នៅរាល់ថ្ងៃហ្នឹង Connor លេងចាប់ដើមខូចចិត្តនៅពេលដែល Marian និយាយបែបនេះហើយក៏បានតបវិញថាបងនឹងនឹកអូនបើសិនជាបងនៅទីនោះ Marian តបវិញថាយូរទៅលេងអីហើយ Connor ក៏បានតបវិញថាបងទៅតែមួយឆ្នាំនោះទេហើយបងនឹងត្រឡប់មកវិញហើយគេទៅទីនោះដើម្បីរៀនសូត្រធ្វើការរកលុយមករៀបការជាមួយនឹង Marian នោះឯងអ្វីៗគ្រប់យ៉ាងគឺធ្វើដើម្បី Marian ជាចុងក្រោយ Connor ក៏បានញញឹមទាំងទឹកភ្នែកដោយនិយាយថា I'll go And I'll stay. And we'll be okay. ហើយភាគទី12នេះគឺចំនៅត្រឹមនេះឯងអ្នកទាំងអស់គ្នាដែលយើងមិនដឹងថាអនាគតរបស់អ្នកទាំងពីរនឹងទៅជាយ៉ាងណានោះទេហើយខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបើសិនមានចម្ងល់អីអាច comment ផ្ដល់ជាយោបល់ឲ្យខ្ញុំផងហើយអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំសម្ដែងរឿងណាទៀតជួយ comment ប្រាប់ខ្ញុំផងណាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយបាយបាយ